បើសញ្ញាចាំចាចាំឃើញរឿងនេះនឹកឃើញនោះចេះចុះប្រមូលយកមកតើហើយចាអូយខ្ញុំចិត្តអត់ស្ងប់សោះចិត្តអត់ស្ងប់មកពីអាប្រមូលនេះមកដាក់ហ្នឹងហើយមិនបាច់កុហកខ្ញុំទេព្រោះខ្ញុំធ្លាប់ប្រតិបត្តិខ្ញុំធ្លាប់ដឹងតែខ្ញុំគាត់ទៅសួរខ្ញុំដឹងបាត់ហើយឆ្លើយយកការគួរទេទាំងខ្ញុំខំគិតកាត់ណាស់ដែរតែមកមិនខំកាត់ទេខំប្រមូលយកមកតែហ្មងខំអង្គុយគិតកូនអញមិនទេចៅអញមិនទេស្រែអញមិនទេអញจะពាក់លុយធនាគារផងមិនអាម៉ាទេអញហើយវល់តដែរមានអីស្ងប់អត់មានបដោះពូជស្ងប់កើតទេសង្វេគជីវិតទេណាសង្វេគជីវិតអស់ហើយសួរខ្លួនឯងហើយថាអញមកដល់ទីនេះហើយចេញពីផ្ទះមកហើយមកដល់នេះត្រូវតែចេញពីបញ្ហាស្មុគស្មាញទាំងអស់ហ្នឹងចេញពីរឿងរ៉ាវទាំងអស់ហ្នឹងទៅរកសេចក្តីសុខឃើញដើម្បីបដោះពូជសុខក្នុងចិត្តនេះអាត្មាអញត្រៀមរៀបរយជីវិតរបស់អាត្មាអញឲ្យមានសេចក្តីសុខទៅអនាគតនឹងទៅជាតិមុខទៀតបើអាត្មាអញនៅតែប្រមូលរឿងអាក្រក់មកដាក់ក្នុងចិត្តមានន័យថាអាត្មាអញបានបណ្ដោះពូជមិនល្អនេះក្នុងចិត្តរឿងកង្វល់ខ្វល់ទាំងប្រមាណនៅតែមានដដែលអាត្មាអញមិនអាចរំដោះចិត្តឲ្យចេញផុតពីទុក្ខលំបាកគ្រប់បែបយ៉ាងនឹងទៀតបានទេខ្ញុំចង់សុំបញ្ជាក់ជូនផងថាយើងបានមកទីនេះដោយសប្បាយរីករាយចិត្តជ្រះថ្លាទាំងអស់គ្នាមានចំនួនជាង100នាក់ក៏ព្រមព្រៀងគ្នាដោយល្អប្រសើរតាំងពីថ្ងៃដំបូងចូលមកដល់ពេលនេះក្នុងទិសដៅតែមួយគត់ដើម្បីអប់រំចិត្តចម្រើនសមាធិប្រកបដោយវិបស្សនានេះឯងព្រោះថាជីវិតយើងបច្ចុប្បន្ននេះកាន់តែច្រើនណាស់ទៅហើយជាងពាក់កណ្ដាលជីវិតទៅហើយដែលយើងត្រូវបរិច្ចាគជីវិតនេះព្រោះនៅក្នុងអន្តៈមានៅក្នុងនុយមានៅក្នុងវិស័យមានៅក្នុងអីទេនៅគុកអត់ចិញ្ចាំងរបស់មាបានដឹងថាយើងរស់នៅក្នុងគុកអត់ចិញ្ចាំងរបស់មាទេទៀតរាល់ថ្ងៃហ្នឹងត្រូវដឹងឲ្យច្បាស់ថានៅគុកងងឹតរបស់គេហើយជាងពាក់កណ្ដាលជីវិតនេះក៏យើងមិនប្រកាសថាយើងបានបុណ្យច្រើនក្រាស់ក្រែលដែរមានន័យថាបាបច្រើនជាងបុណ្យបើសិនជាខ្ញុំយល់មិនខុសទេនោះអ្នកដែលបានបុណ្យច្រើនជាងបាបលុះត្រាណាតែនៅក្នុងសិលសមាធិបញ្ញាឲ្យបានច្រើននៅក្នុងលំនៅពុទ្ធជាម្ចាស់ឲ្យបានច្រើននោះទៅបានបុណ្យច្រើនជាងបាបតែបើនៅក្នុងលំនៅរបស់មាក្នុងនុយរបស់មាទេនោះពិតជាយើងមិនតាន់បានបុណ្យច្រើនជាងបាបឡើយហេតុអីព្រោះអកុសលវិតកៈក្តីចិត្តជាអកុសលក្តីភាពថ្នាំងថ្នាក់បដិខៈក្តីនៅក្នុងសន្តានចិត្តម្នាក់តែងមានការប្រស្រ័យតំណតំណងគ្នារមែងមានទាំងល្អទាំងអាក្រក់ពេលខ្លះក៏ល្អពាក្យសម្ដីផ្អែមរកគ្នាទៅពេលខ្លះក៏សម្ដីក្រោកក្រៀតដាក់គ្នាទៅជាសម្ដីដែលយ៉ាងម៉េចទៀតដែលប៉ះអធិស្ឋ័យគ្នាជួនកាលអ្នកខ្លះនិយាយនឹងសម្ដីល្មមទេមិនជាខុសអីប្រមាណទេប៉ុន្តែដល់ប៉ះអធិស្ឋ័យអ្នកស្ដាប់បន្ថែមទោសឲ្យទៅជាថ្នាំងថ្នាក់បដិខៈជាមួយគ្នាទៅក៏មានហើយពេលខ្លះបើត្រូវអធិស្ឋ័យគ្នាទោះបីលើសសម្ដីបន្តិចបន្តួចក៏អត់អីដែរអញ្ចឹងមែនទេចឹងសម្មាសមាធិនេះថ្ងៃដំបូងខ្ញុំបានឲ្យនិយមន័យហើយតែខ្ញុំសូមសួរឡើងវិញម្ដងទៀតនេះចង់ដឹងថាតើបានយល់បានជំរឿនណាដែរហើយព្រោះថាព្រះអង្គសម្ដៅទៅលើបើនិយាយពីសមាធិត្រូវនិយាយអំពីឈានទៀតសមាធិដាច់ខាតទៅស្គាល់អំពីឈានបឋមឈានទុតិយឈានតតិយឈានចតុតឈានបញ្ញមឈាននិងរូបឈានទៀតហើយសមាធិភាវនានេះសមាធិនេះសំដៅទៅលើការអប់រំចិត្តគឺចម្រើនភាវនាដែលយើងមកធ្វើនេះឯងអញ្ចឹងចម្រើនភាវនាមានន័យថាម៉េចចម្រើនហើយចម្រើនទៀតចម្រើនហើយចម្រើនទៀតចេះចម្រើនហើយចម្រើនទៀតនឹងចម្រើនស្អីចម្រើនអ្វីទៅដែលយើងកំពុងមកនេះចម្រើនអ្វីចម្រើនអីនៅអានាបានសតិគឺខ្យល់ដង្ហើមចេញចូលដូច្នេះត្រូវមានអីមានកម្មដ្ឋានមួយដែលយើងត្រូវចម្រើនណាកម្មដ្ឋានហ្នឹងជាទីតាំងរបស់សតិចាំ
កម្មដ្ឋានដែលយើងចម្រើននេះខ្យល់ដង្ហើមចេញចូលនេះជាទីតាំងរបស់សតិជាទីតាំងរបស់សតិអញ្ចឹងបើទីតាំងរបស់សតិត្រូវតែមិនគ្រប់គ្រងចិត្តឲ្យចិត្តដឹងអារម្មណ៍មូលតែមួយនេះចិត្តមានសតិជាទីពឹងអញ្ចឹងចិត្តនេះឯងក៏ជាទីតាំងជាទីអីជាទីតោងរបស់អារម្មណ៍ជាទីតោងរបស់ចិត្តអញ្ចឹងសហការគ្នា3ហ្នឹងមានន័យថាចិត្តដឹងអារម្មណ៍គឺត្រូវដឹងខ្យល់ចេញនិងចូលចាំចិត្តត្រូវដឹងខ្យល់ចេញនិងចូលពាក្យហ្នឹងងាយស្ដាប់ទេប៉ុន្តែប្រយ័ត្នដល់អនុវត្តអត់បានណាចាអនុវត្តអត់បានអានឹងស្ដាប់ឲ្យមុតឲ្យច្បាស់ដើម្បីអនុវត្តដល់ពេលចិត្តនេះគេដឹងខ្យល់ដង្ហើមចេញចូលជាអារម្មណ៍របស់ចិត្តចាំដង្ហើមចេញចូលជាអារម្មណ៍របស់ចិត្តហើយចិត្តដឹងអារម្មណ៍នឹងហើយដែលអាចដឹងអារម្មណ៍នឹងបានដោយមានសតិគ្រប់គ្រងចិត្តចាំទេតើនោះណាអញ្ចឹងពេលដែលអង្គុយហ្នឹងអង្គុយដឹងខ្យល់ចេញចូលហ្នឹងយោគិវចរទាំងអស់ហ្នឹងដឹងថាចិត្តនៅជាប់ហ្នឹងឬក៏ចិត្តចេញទៅក្រៅពេលដែលចិត្តចេញទៅក្រៅគេតែងតែនឹកអ្វីដែលគេចង់ទៅតែពេលហ្នឹងមានសតិដឹងតាន់ថាគេចង់ទៅទេនេះតាមមើលតំណងទៀតឲ្យដឹងតតែចិត្តនេះអត់ចិត្តអាត្មាអញចង់ទៅទៅតាណាតណៃទៅទៀតឡូវទប់ចិត្តមកវិញកុំឲ្យគេទៅដល់1នាទី2នាទីបានដឹងអូចិត្តអាត្មាអញចេញទៅគិតនេះគិតនោះទៅរនេះរនោះត្រូវព្យាយាមយ៉ាងម៉េចតាមដឹងថាចិត្តអាត្មាអញអត់ចង់នៅកន្លែងខ្យល់ចេញចូលទៀតទេចង់ចេញតាណាតណៃទៀតអញ្ចឹងប្រឹងប្រែងប្រុងប្រយ័ត្នអ្នកណាអ្នកប្រុងប្រយ័ត្នគឺសតិនេះឯងនៃព្រះអង្គសម្ដែងសតិមានន័យថាប្រុងប្រយ័ត្នរលឹកដឹងណារលឹកដឹងឲ្យបានរឿយចឹងពេលដែលរលឹកដឹងនោះដឹងថាចិត្តអាត្មាអញគេចង់ទៅណាព្រះអង្គសម្ដែងថាចិត្តចេញក្រៅក៏ដឹងចិត្តនៅក្នុងអារម្មណ៍មូលតែមួយក៏ដឹងចិត្តនឹងរេមេក៏ដឹងអញ្ចឹងត្រូវដឹងទាំងអស់ដឹងទាំងខុសដឹងទាំងត្រូវដឹងទាំងខុសដឹងទាំងត្រូវដើម្បីយើងលះខុសទុកត្រូវវិញយល់ទេចំណុចហ្នឹងទៅហេតុអីបានចិត្តចេះតែចេញទៅមានដឹងថាហេតុអីបានចិត្តខ្លួនយើងចេះតែចេញទៅក្រៅហេតុអីលោកអុកញ៉ាំថាដឹងអត់លោកអ៊ុតខ្ញុំថាជាអ្នកហ្វឹកហាត់រៀនធម៌បានច្រើនណាស់ហេតុអីបានចិត្តចេះតែចេញគេនឹកឃើញអ្វីមួយគេទៅរកកូនឬទៅរកការងារឬក៏ទៅរកអ្វីមួយដែលគេទៅហ្នឹងដោយសារចិត្តហ្នឹងគេយ៉ាងម៉េចគេពេញចិត្តនឹងរបស់ហ្នឹងអញ្ចឹងមែនទេបើនឹកឃើញកូនគេពេញចិត្តនឹងកូនគេអាឡោះអាល័យនឹងកូនមកនេះហើយខ្លាចកូនអាត្មាអញវាអាម៉េចឬក៏ការងារអាម៉េចហ្នឹងគិតរបស់ហ្នឹងអញ្ចឹងមែនទេអញ្ចឹងសួរចិត្តវិញថាតែឯងទៅគិតកូនហ្នឹងទៅគិតការងារហ្នឹងទៅខ្វល់ខ្វាយនៅរឿងអីផ្សេងហ្នឹងតើរឿងហ្នឹងចិត្តឯងធ្លាប់គិតហើយនៅសួរចិត្តមើលតើធ្លាប់គិតហើយនៅធ្លាប់ខ្វល់ហើយនៅធ្លាប់រវល់នឹងរឿងនឹងហើយនៅបើធ្លាប់រវល់ហើយហេតុអីក៏ចិត្តឯងនៅតែទៅទៀតសួរតែពេលនេះដែលចិត្តឯងទៅកន្លែងនឹងទៀតតើបានអ្វីមកវិញសួរគេទាំងរៀនសួរចិត្តខ្លួនឯងលោកអ្នកខ្លះថាធ្វើម៉េចឲ្យចិត្តស្ងប់មានតែវិធីនឹងឯងសួរចិត្តខ្លួនឯងអប់រំចិត្តខ្លួនឯងបដៅចិត្តខ្លួនឯងដោយខ្លួនឯងទាំងស្រុងអត់មានអ្នកណាទេអញ្ចឹងដកពិសោធន៍ដែលខ្ញុំធ្លាប់ចិត្តខ្ញុំក៏ដូចលោកអ្នកដែរមិនភ្លាមខ្ញុំស្ងប់ចិត្តស្ងប់ភ្លាមទេដូចខ្ញុំជ្រាបជូនថាខ្ញុំរៀនធម៌ប្រតិបត្តិធម៌ផងខ្ញុំរកទទួលទានផងព្រោះខ្ញុំអ្នកគ្រប់គ្រងផ្ទះអ
ខ្ញុំមានអធិស្ឋានជាអ្នកគ្រប់គ្រងផ្ទះមិនជាអ្នកបួសទេបើខ្ញុំអត់មានស្បៀងខ្ញុំធ្វើដំណើរវែងឆ្ងាយនៅវត្តសង្សារខ្ញុំអត់ដឹងបានអីចាត់ចែងសម្រាប់ជីវិតទេព្រោះជីវិតយើងនឹងត្រូវការមានថវិកាសម្រាប់ធ្វើបុណ្យធ្វើទានចឹងអធិស្ឋានខ្ញុំត្រូវនៅគ្រប់គ្រងផ្ទះចឹងចិត្តខ្ញុំមិនមែនស្ងប់ទេខ្ញុំទៅរៀនធម៌ចិត្តខ្ញុំនៅគិតមុខរបរខ្លួនឯងគិតកិច្ចការដែលធ្លាប់ធ្វើសាងសង់ផ្ទះទិញដីទិញផ្ទះលក់អីជាដើមគិតចំណេញខាតអីគ្រប់បែបយ៉ាងដោយតលោកអ្នកធ្វើជំនួយដូចគ្នាអញ្ចឹងប៉ុន្តែខ្ញុំតែងតែអប់រំចិត្តខ្ញុំថានេះអាការងារនឹងឯងគិតហើយឯងបានចាត់ចែងពីមុននឹងមកឯងចាត់ចែងហើយអស់ហើយឲ្យគេជួយមើលទៅនេះហើយអាត្មាអញក៏បានទិញសម្ភារៈឲ្យគេអស់ហើយសង់តាណាធ្វើអីយ៉ាងម៉េចអាឲ្យជាងអស់ហើយប្រាប់គេហើយថានេះខ្ញុំទៅ4ថ្ងៃ5ថ្ងៃអញ្ចឹងបើយើងពិតចាត់ចែងអស់ហើយតើចិត្តឯងទៅធ្វើអីទៀតចិត្តឯងទៅដើម្បីអីដើម្បីគិតរឿងដដែលតើបានប្រយោជន៍អីទៅបើយើងដាក់ចិត្តថាយើងមកទីនេះមកវត្តនេះដើម្បីរៀនធម៌អប់រំចិត្តនេះដើម្បីកុំឲ្យវាគិតដដែលកុំឲ្យវាខ្វល់ដដែលកុំឲ្យវាអាឡោះអាល័យនៅរបស់ដែលត្រូវបែកចេញទៅយល់អត់ទេថារបស់នឹងយើងរកមែនយកមកសម្រាប់ជីវិតមែនដោយលោកយាយលោកតាមានកូនមានចៅពិតមែនប៉ុន្តែកូនចៅក្តីទ្រព្យសម្បត្តិក្តីរបស់អស់នោះយើងនឹងបែកគ្នាទៅយើងនឹងដើរចោលទៅសុទ្ធតែយើងត្រូវតែគិតរបស់នឹងធ្វើអីទៀតបើយើងបានគិតរួចអស់ទៅហើយនោះអញ្ចឹងសុទ្ធតែបានអីមួយបានត្រឹមតែបដោះពូជណាឲ្យយល់បដោះពូជខ្វល់បដោះពូជអាឡោះអាឡាយបដោះពូជជាប់ជំពាក់នឹងរបស់នឹងដដែលទៀតទោះបីជាអាត្មាអញចេញពីផ្ទះមកដល់ទីនេះទីវត្តហើយក៏ដោយតែចិត្តអាត្មាអញវាអត់ចេញពីការគិតខ្វល់នឹងទាំងអស់នោះតើបានប្រយោជន៍អីទៅហើយសួរចិត្តថានេះបើឯងនៅតែគិតតែខ្វល់ចឹងឯងនៅតែក្នុងអន្ទាក់មាដដែលហ្នឹងឯងនៅក្នុងតែវិស័យមាដដែលនៅក្នុងនុយមាដដែលឯងនៅតែអីនៅតែក្នុងចប់គុកមាដដែលចប់គុកងឹតគេដដែលហ្នឹងមានចេញរួចឯណាតែបើសិនអាត្មាអញថាឡើយចេញឲ្យផុតពីទុក្ខវាកង្វល់ទោះបីថាវាមិនតាន់ផុតទៅដល់និព្វានក៏ពិតមែនតែឲ្យវាកាត់បន្ថយទុក្ខកង្វល់ទាំងអស់ហ្នឹងបដាអានឹងបានមកដោយសារអីដោយសារយើងឈប់គិតអានឹងអញ្ចឹងមកធ្វើសមាធិដើម្បីអីទម្លាក់ចោលឲ្យអស់នៅទម្ងន់ផ្លូវចិត្តនេះទម្ងន់នៃជីវិតដែលយើងរែកពុនវាច្រើនណាស់ទៅហើយវាហត់នឿយណាស់ទៅហើយក៏ត្រូវគិតដែរថាយ៉ាងម៉េចទៀតសុទ្ធការហត់នឿយលំបាកវេទនាទាំងប្រមាណដែលយើងឆ្លងកាត់មកហ្នឹងវាបានជួយឲ្យយើងទៅមុខទៀតឲ្យកាន់តែធូរស្រាលឬក៏កាន់តែនឿយហត់ណាតោងចាំចិត្តយើងនេះជាពូជទាំងសប្តាហ៍ថ្ងៃយើងបានបដោះពូជមនុស្សឲ្យខ្លួនឯងហើយមែនទេយើងបានបដោះពូជឲ្យខ្លួនឯងជាមនុស្សម្នាក់ដែលមានខ្លួនជាមនុស្សចិត្តជាមនុស្សនិងខ្លួនជាមនុស្សចិត្តជាទេវតាអញ្ចឹងក៏ឡងមកអាត្មាអញបានបដោះពូជខ្លួនជាមនុស្សចិត្តជាដេរឆានក៏មានចិត្តជាប្រែតក៏មានប្រអីក្នុងគណៈចិត្តជាដេរឆានគឺអត់ដឹងខុសត្រូវអត់ដឹងគុណទោសអីទាំងអស់ទាំងអត់ដឹងទាំងអស់អញ្ចឹងពីអតីតជាតិមកដែលយើងបដោះពូជមិនល្អនោះវាច្រើនណាស់ទៅហើយរមុំគ្រប់គ្រាន់ហើយដែលយើងទទួលវិបាករបស់កម្មក្នុងជាតិនេះមិនចេះជាប់នោះតែយើងគួរបដោះពូជមិនល្អនឹងតទៅទៀតឬយ៉ាងណានឹងយើងសួរខ្លួនឯងទាំងឬមួយក៏ពេលខ្លះយើងបានបដោះពូជជាអីជាប្រែតចង់បានមិនចេះជាប់ស្រីឃ្លានមិនចេះជាប់អត់បានគិតអំណោចអធមជីវិតខ្លួនឯងដែលកំពុងរែកអំរែកយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់ជីវិតលោកអ្នកពិចារណាទៅដែលយើងមកធ្វើសមាធិដើម្បីយើងដោះចិត្តចេញពីទុក្ខលំបាកទាំងអស់ហ្នឹងទម្លាក់អំរែកមិនល្អនឹងចេញពីទម្ងន់នៃជីវិតរបស់យើងទម្ងន់នៃជីវិតរបស់យើងបានរៃពុនច្រើនអនាគតជាតិណាស់មកហើយទទួលលំបាកច្រើនណាស់ហើយទៅបានជាតិនេះយើងគ្មានទ្រព្យសម្បត្តិច្រើននឹងគេយើងគ្មានលទ្ធភាពរស់នៅឲ្យសុខសាន្តដូចគេព្រោះយើងខ្វះបុណ្យដូច្នេះរឿងអីយើងមកដល់ទីនេះហើយយើងនៅតែរែកពុនអំរែកដែលអត់ល្អនឹងមកទៀតគួរទម្លាក់ចោលទៅនឹងយើងបដៅចិត្តខ្លួនយើងទៅណាបើចិត្តនៅតែគិតរឿងរ៉ាវនៅផ្ទះគិតរឿងរ៉ាវអតីតនិងអនាគតយើងអត់បានគិតពីបច្ចុប្បន្នធម៌ដែលយើងកំពុងចម្រើនយកកុសលធម៌នេះដែលត្រូវបន្តោះពូជល្អក្នុងចិត្តរបស់យើងបន្តោះពូជខ្លួនជាមនុស្សចិត្តជាមនុស្សសិននិងខ្លួនជាមនុស្សចិត្តជាទេវតាសិនចុះ
កុំឲ្យខ្លួនជាមនុស្សចិត្តជាដេរឆានដែលជាប្រែតដែលត្រូវការអត់ចេះជាប់ដែលអត់ស្គាល់ការពិតវង្វេងគឺធម៌មោហៈឲ្យយើងវង្វេងច្រើនណាស់ទៀតវង្វេងរហូតដល់ហ៊ានកាប់សម្លាប់គ្នារហូតដល់លួចប្លន់គ្នារហូតដល់អីប្រព្រឹត្តខុសក្នុងកាមស្រឡាញ់ប្រពន្ធកូនគេបំផ្លាញគេគ្រប់បែបយ៉ាងវង្វេងរហូតដល់អីទៀតនិយាយកុហកភូតផលវង្វេងរហូតដល់ផឹកស្រាគ្រឿងញៀនឆោបោកគ្រប់បែបយ៉ាងគេបានវង្វេងនឹងវង្វេងវាច្រើនអាណ័យជាតិណាស់ទៅហើយអញ្ចឹងយើងនេះដល់ពេលមកដល់ទីនេះត្រូវពិចារណាសង្វេគថាអាត្មាអញអត់គួរវង្វេងទៀតទេហើយក៏មិនគួរបណ្ដុះពូជនៅក្នុងចិត្តអាត្មាអញខ្លួនជាមនុស្សចិត្តជាប្រែតឬជាដេរឆានទៀតដែរត្រូវបណ្ដុះពូជខ្លួនជាមនុស្សចិត្តជាមនុស្សខ្លួនជាមនុស្សចិត្តជាទេវតាឬជាទេវតាដល់ថ្នាក់ខ្ពស់ថែមទៀតផ្លូវព្រះអង្គឲ្យយើងដើរហើយតែយើងនៅតែជជែកមិនព្រមដើរព្រោះអីព្រោះយើងនៅអាឡ័យស្រឡាញ់របស់ដែលអត់ល្អនឹងឯងអញ្ចឹងមែនអត់ដឹងហើយតែបញ្ញខណ្ឌនេះជាទួតទុកនឹងអស់គ្នាដឹងថាកើតឡើងមកទេទួតទុកប៉ុន្តែគ្រាន់តែបានជួបសុខបន្តិចបន្តួចក្នុងបញ្ញខណ្ឌនេះយើងជាប់ជំពាក់នឹងសុខព្រះអង្គបានបញ្ជាក់ហើយថាមនាអនន្តតថាគតរកសេចក្តីសុខមិនឃើញទេក្នុងលោកនេះនោះនៅក្នុងកាមគុណ5រកមិនឃើញទេមានតែសុខលាយដោយទុក្ខប៉ុណ្ណោះឯសុខពិតប្រកបអត់មានទេបើសិនជាសុខពិតប្រកបមានលើលោកនេះម្ល៉េះសំតថាគតមិនបាច់ទៅនិព្វានទេតថាគតញែកយកតែសេចក្តីសុខឲ្យដាច់ពីទុក្ខមួយយ៉ាងចុះប៉ុន្តែតថាគតញែកមិនដាច់ទើបតថាគតលះបង់សេចក្តីសុខបន្តិចបន្តួចឯយើងរាល់ថ្ងៃមកពីយើងអត់លះបង់អាសេចក្តីសុខបន្តិចបន្តួចក្នុងខ្លួនក្នុងចិត្តយើងនេះឯងទើបយ៉ាងជួបទុក្ខលំបាកទាំងជាតិនេះនឹងបណ្ដុះពូជជួបទុក្ខលំបាកទៅជាតិក្រោយទៀតគិតឲ្យមែនតើណាទៀតកុំគិតតែពេលអង្គុយសមាធិនេះហើយនៅតែបដោតចិត្តឲ្យតែគិតរឿងអតីតគិតកូនគិតចៅគិតទ្រព្យសម្បត្តិគិតមួម៉ៅក្តៅកាហាយនឹងអ្នកដទៃគិតរឿងមិនពេញចិត្តដោយប្រការណាទៅគិតតែនឹងជាអកុសលវិតកៈនេះជាអកុសលវិតកៈជាអកុសលចិត្តទាំងអស់ត្រូវទម្លាក់ចោលឲ្យអស់ទាំងត្រូវគិតបច្ចុប្បន្នធម៌នេះដែលយើងចម្រើនអាណាបានសតិនេះដើម្បីឲ្យបានសតិប្រឋាន4ដែលជាបុណ្យកុសលមហាសាលមិនអាចកាត់ថ្លៃបានចាំចុងម៉ោងចុងថ្ងៃតិចបដបដាខ្ញុំនឹងជម្រាបជូនពីអានិសង្សនៃការចម្រើនសមាធិនឹងដែលខ្ញុំចេះតែចង់ឲ្យនំនេះចម្រើនឲ្យប្រកបបជាដោយសារអីខ្ញុំមិនអាចជួយពុទ្ធបរិស័ទបានទេខ្ញុំគ្រាន់តែជួយបញ្យល់តាមព្រះអង្គសម្ដែងតែពុទ្ធបរិស័ទអាចយកពាក្យព្រះអង្គទៅអនុវត្តដើម្បីបានសេចក្តីសុខអ្នកណាក៏ខ្លាចទុក្ខដែរអ្នកណាក៏ខ្លាចសេចក្តីព្រាត់ប្រាសខ្លាចនិរះគ្រប់បែបយ៉ាងពុទ្ធជាម្ចាស់ក៏ខ្លាចដែរបើព្រះអង្គមិនខ្លាចមិនខំបំពេញបុណ្យបារមីដើម្បីទៅព្រះនិព្វានទេប៉ុន្តែកុំយល់ថាព្រះនិព្វានសោតណាអ្នកខ្លះបញ្យល់ខុសទៀតយើងនិយាយថាសូន្យបានពេលខ្លះខ្ញុំក៏និយាយថាសូន្យដែរគឺសូន្យអីសូន្យលែងមានការកើតចាស់ឈឺស្លាប់ប៉ុន្តែនៅមានផលញ្ញាណនេះដែលយើងកំពុងចម្រើនសមាធិនេះឲ្យបានសុខនេះពូជសុខនេះឯងសុខៈនេះឯងជាសុខដែលនៅបច្ចុប្បន្នសន្សំរហូតដល់សុខព្រះនិព្វានហៅថាអមតៈសុខដែលឮទេពាក្យហ្នឹងអមតៈសុខគឺសុខពិតប្រាកដអត់លាយឡំដោយទុក្ខយើងរាល់ថ្ងៃសុខលាយឡំដោយទុក្ខអញ្ចឹងមែនទេទុក្ខប្រកូនសុខជាមួយកូនគេញញឹមរកូនគេស្ដាប់ប្រកបសบายទៅសบายចិត្តនឹងកូនតែថ្ងៃណាមួយអាកូននឹងដដែលហ្នឹងវាអត់ស្ដាប់គេដើរលេងស្រីស្រាលបាយសុទ្ធតែទុកនឹងកូនទេចាំឲ្យទុកនឹងកូនទុកឲ្យទុកទៀតមែនទេពេលដែលបដៅគេអត់ស្ដាប់ទុកនឹងកូនថ្ងៃនេះស្អែកក៏ទុកនឹងកូនទៀតអញ្ចឹងយើងសន្សំពូជទុកប៉ុណ្ណាទៅដោយសារសេចក្តីស្រឡាញ់នៅឯដែលបងសម្ដែងថាសុខលីឡំដោយទុកព្រោះឯស្រឡាញ់កូនឃើញកូនល្អពេញចិត្តកូនដល់កូនធ្វើមិនល្អទុកនឹងកូនព្រោះស្រឡាញ់ជាប់ចម្ពាក់ហួងហែងនេះឯងដែលព្រះអង្គសម្ដែងថាកុំជាប់ស្រឡាញ់កុំជាប់ចម្ពាក់ហួងហែងពេកវាគង់តែដើរចោលគ្នាទៅទេអញ្ចឹងក៏បដោះពូជសុខក្នុងទុកនេះតទៅទៀតអីបើបដោះពូជសុខក្នុងសុខតែមួយយ៉ាងនោះគូបដោះទៅគឺចម្រើនសមាធិនេះឯងដែលសុខក្នុងសេចក្តីសុខនោះបើនិយាយបដោះពូជសុខនៅក្នុងទុកវានឹងជាប់គុកមាដដែលសួរតើពេលណាយើងរើខ្លួនរួចពីអន្ទាក់មាហើយរើខ្លួនឲ្យរួចពីអីទម្ងន់នៃជីវិតខ្ញុំជឿជាក់ថាទាំងអស់គ្នាជួបទម្ងន់នៃជីវិតគឺអំរែកនៃជីវិតនេះរែកហើយរែកទៀតរែកហើយរែកទៀត
បើយើងនៅតែពេញចិត្តរែកនឹងអារបស់អត់ប្រយោជន៍នៅតែហត់ដដែលហ្នឹងអញ្ចឹងរបស់ណាមានប្រយោជន៍រែកទៅតែរបស់ណាអត់ប្រយោជន៍មិនបាច់រែកតទៀតទេណាទម្លាក់ចោលទៅរកសេចក្តីសុខឲ្យមានខ្លះក្នុងជីវិតខ្លួនឯងពេលនេះមកដល់ពេលនេះសមាធិនេះខ្ញុំសូមជម្រាបជូនឲ្យហើយថាដូចលើកឡើងមិញអញ្ចឹងថាឈប់ប្រមូលយកមកទៀតចេញពីផ្ទះមកដល់ទីនេះដើម្បីរកសេចក្តីសុខតែហេតុអីនៅតែប្រមូលរឿងមិនល្អពីផ្ទះមកដាក់ក្នុងចិត្តវិញដដែលយករឿងអតីតធ្លាប់គិតអញ្ចេះមួម៉ៅអញ្ចោះធ្លាប់ស្ដាយអានេះធ្លាប់អញ្ចេះចុះយកមកអង្គុយគិតដដែលឬក៏គិតទៅអនាគតខ្លាចវាអញ្ចេះវាអញ្ចោះអញ្ចឹងមានន័យថាយើងអត់បានសម្រាលជីវិតអត់បានដោះអំរែកជីវិតដែលធ្ងន់នឹងចេញទេគឺយើងនៅតែយកមកដាក់ដដែលមានន័យចិត្តរបស់យើងនេះដូចតែធុងសម្រាមអញ្ចឹងយើងដាក់នៅផ្ទះហើយមកដល់នេះនៅតែប្រមូលអាចាស់មកដាក់វិញដដែលដោយសារអីណាចិត្តដែលសោយអារម្មណ៍លោកអុកចន្ទថាចិត្តសោយអារម្មណ៍អញ្ចឹងការដែលចិត្តសោយអារម្មណ៍សញ្ញាគេចាំទេរូបវេទនាសញ្ញាសង្ខារវិញ្ញាណអញ្ចឹងចិត្តដែលឃើញរូបពេលដែលឃើញរូបសញ្ញាគេចាំរូបហ្នឹងហើយចាំរូបហ្នឹងមកទៀតសង្ខារគេតាក់តែងនៅក្នុងពេលចវណ្ណចិត្តដែលសោយដែលគិតហ្នឹងហើយអញ្ចឹងបើតែគិតរឿងអាក្រក់ទៀតនោះសង្ខារធម៌តាក់តែងនៅអកុសលចិត្តជាកម្មហ្នឹងឯងវាឲ្យផលជាទុក្ខទៀតអញ្ចឹងសួរតើយើងបោកទុក្ខនឹងទុក្ខចូលគ្នាប៉ុណ្ណាទៅក្នុងពេលដែលជីវិតរស់នៅផ្ទះក៏គិតមកដល់នេះនៅតែគិតទៀតឥឡូវខ្ញុំសុំបានទេឆ្លើយថាបានប៉ុន្តែប្រយ័ត្នដល់អនុវត្តមិនបានណាលើកនឹងឲ្យបានមែនទេណាឈប់គិតអីទាំងអស់ដែលថាកន្លងមកហើយកុំគិតវាហើយបើសិនណាជាខ្ញុំសួរថាស្ងប់អត់មានន័យថាកុហកខ្ញុំទៀតហើយចិត្តមិនស្ងប់មកវាគិតអត់ហ្នឹងអាងការដែលនៅនោះគិតឯនោះហើយនេះដែលព្រះអង្គសម្ដែងមាន4យ៉ាងណាកាយចេញមកហើយកាយចេញពីផ្ទះមកហើយមកដល់នេះហើយតែចិត្តវាអត់ចេញហេតុអីបានចិត្តអត់ចេញវាអត់ចេញពីអារឿងផ្ទះនឹងដែរអាគិតកិច្ចការអីនៅផ្ទះទាំងម៉េចវាទៅគិតនឹងដដែលអញ្ចឹងវាយករឿងទុកលំបាកមកដាក់ក្នុងចិត្តដដែលចម្រើនអីចម្រើនអកុសលធម៌ដដែលអត់មានចិត្តសុខស្ងប់ទេហើយយើងបដោះពូជសុខតែបដោះអត់បានដោយសារយើងទៅយកមកព្រោះអីសញ្ញាវាចាំមែនទេលោកអុកញ៉ាំថាបើសញ្ញាចាំចាចាំឃើញរឿងនេះនឹកឃើញនោះចេះចុះប្រមូលយកមកតើហើយចាអូយខ្ញុំចិត្តអត់ស្ងប់សោះចិត្តអត់ស្ងប់មកពីអាប្រមូលនេះមកដាក់ហ្នឹងហើយមិនបាច់កុហកខ្ញុំទេព្រោះខ្ញុំធ្លាប់ប្រតិបត្តិខ្ញុំធ្លាប់ដឹងតែខ្ញុំគាត់ទៅសួរខ្ញុំដឹងបាត់ហើយឆ្លើយយកការគួរទេទាំងខ្ញុំខំគិតកាត់ណាស់ដែរតែមកមិនខំកាត់ទេខំប្រមូលយកមកតែហ្មងខំអង្គុយគិតកូនអញមិនទេចៅអញមិនទេស្រែអញមិនទេអញจะពាក់លុយធនាគារផងមិនអាម៉ាទេអញហើយវល់តដែរមានអីស្ងប់អត់មានបដោះពូជស្ងប់កើតទេសង្វេគជីវិតទៅណាសង្វេគជីវិតអស់ហើយសួរខ្លួនឯងហើយថាអញមកដល់ទីនេះហើយចេញពីផ្ទះមកហើយមកដល់នេះត្រូវតែចេញពីបញ្ហាស្មុគស្មាញទាំងអស់ហ្នឹងចេញពីរឿងរ៉ាវទាំងអស់ហ្នឹងទៅរកសេចក្តីសុខឃើញដើម្បីបដោះពូជសុខក្នុងចិត្តនេះអាត្មាអញត្រៀមរៀបរយជីវិតរបស់អាត្មាអញឲ្យមានសេចក្តីសុខទៅអនាគតនឹងទៅជាតិមុខទៀតបើអាត្មាអញនៅតែប្រមូលរឿងអាក្រក់មកដាក់ក្នុងចិត្តមានន័យថាអាត្មាអញបានបណ្ដោះពូជមិនល្អនេះក្នុងចិត្តរឿងកង្វល់ខ្វល់ទាំងប្រមាណនៅតែមានដដែលអាត្មាអញមិនអាចរំដោះចិត្តឲ្យចេញផុតពីទុក្ខលំបាកគ្រប់បែបយ៉ាងនឹងទៀតបានទេណាបើចេះចង់ថាចង់បានដូចខ្ញុំមកឃើញដូចសុខណាស់សុបាយណាស់មិនចេះចុះថាសុខមកពីចិត្តខ្លួនឯងឥឡូវអញ្ចឹងមែនអត់មកជួយគិតខ្លួនឯងមើលបើខ្លួនឯងមិនព្រមប្រឡែងចិត្តខ្លួនឯងផងហ្នឹងមិនព្រមរំដោះចិត្តខ្លួនឯងចេញពីអាស្មុកស្មាញហ្នឹងផងហ្នឹងមកអង្គុយឡើងបានបន្តិចមើលបានបាននាទីតាន់បានមកផងនឹកខុយណានៃបាត់ហើយវាទៅបាត់ទៅហើយវាមាននៅជាមួយខ្លួនឯងណាវាអត់ចេញពីអកុសលវិតកៈព្រះអង្គសម្ដែងថាកាយចេញតែចិត្តវាអត់ចេញតែមួយទៀតមិនកាយក៏មិនចេញចិត្តក៏មិនចេញដែរវាអត់ចេញពីផ្ទះហើយក៏វាអត់ចេញពីអារឿងអាក្រក់ហ្នឹងដែរវានៅតែគិតស្មុគស្មាញខ្វល់ខ្វាយកើតទុកមួយយប់ទៅភ្លឺខ្លះទៅអាចដេកមិនលក់ទេខ្វល់ចិត្តណាស់អាដេកមិនលក់ទៅភ្លឺខ្វល់ចិត្តណាស់អាខ្វល់ចិត្តណាស់មួយយប់ទៅភ្លឺមកដល់នេះយកអាមួយយប់ទៅភ្លឺមកដល់នេះទៀតអញ្ចឹងមែនទេយកអាខ្វល់ទាំងប្រហែលឆ្នាំមកហើយនេះក៏អង្គុយនឹកឃើញយកមកដែរដែលវារលត់បាត់ទៅហើយក៏នៅតែយកមកមួយទៀតព្រះអង្គសម្ដែងថាម៉េចមួយទៀត
កាយចេញចិត្តក៏ចេញដែរបើន័យថាកាយមកដល់ទីនេះចេញពីផ្ទះមកហើយមករកកន្លែងស្ងប់ស្ងាត់ហើយចិត្តក៏ចេញពីការគិតត្រេះរិះអកុសលវិតកៈហ្នឹងគឺចិត្តចេញដែរកាយក៏ចេញចិត្តក៏ចេញបើមិនចេញទេរកសេចក្តីសុខអត់ឃើញហើយក៏មិនអាចបណ្ដុះពូជសុខឲ្យចិត្តខ្លួនឯងជាតិក្រោយកាន់តែសុខទៅកាន់តែល្អប្រសើរទៅនេះអានិសង្សសមាធិខ្លាំងណាស់ណាសុខជាតិនេះសុខបច្ចុប្បន្នសុខប្រលោកសុខលោដល់ព្រះនិព្វានដែលហៅថាអមតៈសុខនោះគឺផលញ្ញាណនោះគឺមានតែសេចក្តីសុខមួយយ៉ាងគត់ហើយដែលខ្ញុំចង់ថាបបួលទៅនៅកន្លែងសុខតែមួយយ៉ាងគត់នោះដោយសារអីនេះបន្តិចទៀតភ្លើងឆេះកាល់បាត់ហើយមិនថ្ងៃណាថ្ងៃណីទេច្បោកច្បល់ពិភពលោកវាយគ្នាតរហូតចឹងនោះរកកន្លែងណាសុខឃើញអញ្ចឹងខំប្រតិបត្តិពីឥឡូវហើយទៅដើម្បីចេញពីអាទុកហ្នឹងឲ្យតន់ព្រះសាមេត្រីនឹងគេទៅនៅទេវលោកនោះទៅព្រះសាមេត្រីបានត្រាស់សម្រេចមគ្គផលឲ្យបានតែសុខតែមួយយ៉ាងទៅតែបើចង់សុខលាយឡំដោយទុកនៅទៀតទៅព្រះអង្គអត់ហាមឃាត់ទេនៅជាមួយគុករបស់មានឹងក៏នៅទៅព្រោះយើងឃើញសេចក្តីសុខជាមួយកាមគុណ5នោះថាសេចក្តីសុខល្អណាស់ហ្នឹងលោកអ្នកណាដែលយល់អញ្ចឹងក៏នៅទៅព្រះអង្គអត់ហាមទេខ្ញុំក៏អត់ហាមដែរតែខ្ញុំក៏បញ្ជាក់ថាវាមិនមែនជាសេចក្តីសុខពិតប្រាកដឡើយសុខលាយឡំដោយទឹកភ្នែកយំព្រឹកយំល្ងាចអ្នកខ្លះយំចុះយំឡើងរហូតដល់ជួបខ្ញុំថាខ្ញុំមិនក៏កម្មម្លេះកម្មច្រើនជាងគេម្លេះកម្មម្លេះកម្មនឹងមកពីអីនឹងអំពើទាំងវើដែលតាក់តែងហ្នឹងហើយដែលមកដល់ណាយកអាទុកហ្នឹងមកទៀតមកគិតទៀតនោះអញ្ចឹងយកមកវាចម្រើនអាហ្នឹងចម្រើនអាទុកហ្នឹងមិនសំពូជអាហ្នឹងទៅទៀតជាតិក្រោយទៅជួបទៀតមិនសំពូជយំជាតិក្រោយយំតែមិនស្វាងហ្នឹងបើពូជមកជេរគេជាតិក្រោយនៅជេរគេអញ្ចឹងហើយបន្សំពូជសកត់សង្គមសង្រួមអរិយាបថអាហ្នឹងយើងសង្រួមទៅតែបន្សល់អាពូជតវត្តអេតបាសទៅទៀតហើយយើងជាអ្នកបដោះពូជឲ្យខ្លួនឯងទាំងអស់សុខឬទុក្ខយើងជាអ្នកផ្ដល់ឲ្យអនាគតខ្ពស់ខ្ពស់ថោកទាបគឺយើងជាអ្នកឲ្យយើងឲ្យភាពល្ងងខ្លៅខ្លួនឯងឬក៏ភាពចេះដឹងគឺដោយខ្លួនឯងទាំងអស់នេះព្រះអង្គសម្ដែងថាសត្វលោកមានកម្មជារបស់ខ្លួនមានកម្មជាកំណើតមានចាំជាមរតកមានកម្មជាផៅពងបើនេះតែអំពើទាំងវើរបស់យើងណាឯងជាមរតករបស់យើងដែលត្រូវទទួលចឹងបានយើងរស់នៅរាល់ថ្ងៃយើងជួបអ្នកដែលបង្ករឿងលំបាកទុក្ខទោសឲ្យយើងទាំងប្រមាណមកពីយើងធ្លាប់បង្ករឿងនឹងឲ្យទៅគេពីតែតជាតិរួចទៅហើយអញ្ចឹងវាត្រូវតាមសងគ្នាទៅវិញទៅមកដែលព្រះអង្គសម្ដែងថាពៀរងាប់ដោយការមិនចងពៀអញ្ចឹងបានយើងកុំតតាំងមួយគេនៅពេលដែលគេធ្វើអីមិនល្អជាមួយយើងមិនបាច់ឲ្យមានពៀទេគាត់ដាក់ចិត្តថាអ្នកណាសាងកម្មណាទទួលផលនៃកម្មនោះចុះបើគេសាងកម្មជាអកុសលគេទទួលទៅអាត្មាអញមិនបាច់ទទួលជាមួយគេទេនៅយើងផ្សាយមេត្តាឲ្យគេទៅផ្សាយមេត្តាទៅអ្នកនឹងគង់តែយល់ទេគង់តែគេធ្វើអំពើល្អវិញទេតែមិនបាច់ទៅតតាំងអីទេព្រោះអីក៏ដោយអ្វីក៏ដោយយើងកុំធ្វើព្រះអង្គសម្ដែងថាយើងដូចជារោងចក្រមួយផលិតអ្វីទាំងអស់ឲ្យខ្លួនឯងទាំងអស់នឹងឯងថោកទាបក៏ខ្លួនយើងថ្លៃថ្នូរក៏ខ្លួនយើងឥឡូវសាកតែលោកយាយចេញទៅជេរបចោគេតែបន្តិចមើលថ្លៃឬថោកឥឡូវខ្លួនយើងនឹងឲ្យលោកយាយសង្រួមឥន្ទ្រីមានដូចថ្ងៃមុនចឹងគេបរិស័ទគេជាថ្លាយកម្ហូបអាហារមកជូនគេគោរពមកពីអីមកពីធ្វើសមាធិគេចង់បានបុណ្យជាមួយដែរចុះបើលោកយាយតេងតាំងអញ្ញ៉ាំអ្នកណាគេយកមកអានឹងថ្លៃថ្នូរឬថោកទាបខ្លួនឯងអ្នកឲ្យបញ្ញាឬល្ងងខ្លៅយើងអ្នកឲ្យឥឡូវនេះដែលខ្ញុំនិយាយថាសមាធិអានិសង្សទី2គឺអីនាំមានបញ្ញាមានវិបស្សនាជាអានិសង្សបញ្ញាត្រង់ណាដែលមើលឃើញធ្លុះនៅពេលចិត្តដែលស្ងប់ហ្នឹងចិត្តដែលដឹងខ្យល់ចេញចូលស្ងប់ក្នុងខណៈស្ងប់ក្នុងសមាធិនេះបញ្ញាកើតរមែងឃើញសភាវៈពិតដែលកំពុងព្រឹកទៅនឹងបញ្ញាតូចតាចទេណាមិនតាន់ធំទេបងហើយបញ្ញានេះឯងដែលធ្វើឲ្យចិត្តរឹងមាំនេះឯងពេលដែលយើងបើកភ្នែកចេញមករស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃគឺចិត្តយើងនឹងណូនៅពេលដែលឃើញអ្វីៗដល់អត់ពេញចិត្តឬក៏ពេញចិត្តបានន័យថាយើងបានហ្វឹកហាត់នៅពេលអង្គុយហ្នឹងឯងដែលចេញមកវិញគឺអរិយាប័ត្រយើងនៅល្អប្រសើរចុះបើសាសនាជាសមាធិអរិយាប័ត្រចេញមកកាចដូចតែគេអត់អប់រំទេបានន័យថាម៉េចមិនមែនជាអ្នកអប់រំសមាធិទេគឺគ្រាន់តែមកអង្គុយឲ្យតែល្អមើលនឹងឯងនៅតែចិត្តល្ពើដូចខ្ញុំនិយាយអញ្ចឹងនៅតែប្រមូលអារឿងអាក្រក់ខ្ញុំដាក់ក្នុងចិត្តនៅតែនឹកមួម៉ៅស្អប់គេខឹងគេណែណាអង្គុយបិទតែភ្នែកប៉ុន្តែចិត្តវាទៅបាត់អញ្ចឹងមែនអត់នេះមិនមែនអត់ទេណាអង្គុយចង្កុកហ្នឹងស្ដាប់ខ្ញុំហ្នឹងក៏ដល់ចង្ការចិត្តទៅបាត់ហើយទៅគិតអីណាណីទៅអញ្ចឹងបើកាយវានៅនឹងត្រូវចិត្តនៅនឹងដែរបើកាយនៅនឹងចិត្តវាទៅបាត់វាទៅជាប់អន្ទាក់គេបាត់ហើយហ្នឹងទៅជាប់អន្ទាក់មីហើយហ្នឹងហើយសុកណាទៅឥឡូវសុំហើយណា
សំបច្ចៈម្ដងទៀតថាពេលអង្គុយសមាធិត្រូវដាក់ចិត្តឲ្យតាំងមាំក្នុងអារម្មណ៍មូលតែមួយគឺខ្យល់ដង្ហើមចេញនិងចូលនេះតាមដឹងប៉ុណ្ណឹងឲ្យច្បាស់មានន័យថាសមាធិគឺការតម្កល់ចិត្តមាំក្នុងអារម្មណ៍មូលតែមួយតាមដឹងឲ្យចិត្តចុះសុបណាពាក្យថាចុះសុបដូចយើងឈរអញ្ចឹងឈរជើងពីរមិនឈរជើងមួយណាចិត្តចុះឲ្យសុបនៅក្នុងកុសលធម៌ដែលយើងដឹងថាខ្យល់ចេញក៏ដឹងចូលក៏ដឹងនេះជាកម្មដ្ឋានដែលពុទ្ធជាម្ចាស់បានចម្រើនហើយបានត្រាស់ដឹងរួចផុតจากទុក្ខប្រសត្វលោកកម្មដ្ឋាននេះសំខាន់ណាស់យើងមើលទៅហាក់ដូចជាមិនធម្មដូចជាធម្មតាតាមពិតអត់ទេណាតែពេលទៅចម្រើនទៅគង់ដឹងចេះគណៈដែលដឹងខ្យល់ចេញចូលជាអារម្មណ៍មូលតែមួយសុបនេះពេលណាចិត្តដែលចង់ចេញទៅណាឆាប់ដឹងភ្លាមឆាប់ដឹងថាអូចិត្តអាត្មាអញចង់ចេញចង់ទៅតាក់ចាប់តាក់មាទៀតហើយព្រះអង្គសម្ដែងថាចិត្តចេញក្រៅពីកម្មដ្ឋានចប់មាចាប់ហើយតែបើនៅក្នុងកម្មដ្ឋាននេះជាចិត្តនៅក្នុងលំនៅព្រះអង្គអញ្ចឹងមកនៅក្នុងលំនៅព្រះអង្គមិនទៅចិត្តនឹងយ៉ាងម៉េចលំនៅព្រះអង្គចិត្តយ៉ាងម៉េចចិត្តវាតាំងសុបក្នុងការតាមដឹងខ្យល់ចេញទៅនេះបើតាមដឹងសុបចប់រហូតនេះឯងជាចិត្តដែលតម្កល់នឹងស្មើក្នុងកុសលធម៌ចាំឲ្យច្បាស់ណានឹងស្មើក្នុងកុសលធម៌បើនឹងស្មើក្នុងកុសលធម៌ហើយមិនទៀតជាចិត្តដែលប្រះចាកអកុសលធម៌ចិត្តដែលដើរចេញពីធម៌ជាសត្រូវបានន័យថាពេលហ្នឹងចិត្តដើរចេញពីធម៌ជាសត្រូវពេលហ្នឹងឯងដែលឈ្មោះថាចិត្តកំពុងស្ថិតនៅក្នុងសម្មាសមាធិខនិខសមាធិមកផ្លេតបានបនច្រើនក្រៃលែងដែលមានអត្តបាតទាំង4នៅជាមួយគ្នានោះឯងឥឡូវតាមដឹងតែប៉ុណ្្នឹងសិនចុះហើយដូចប្រាប់ជ្រាបហើយថាកុំឲ្យចិត្តទៅណាឲ្យសោះសូមអនុមោទនាបនអញ្ចឹងខ្ញុំសូមអង្គកាយគ្រប់ដល់ពុទ្ធបរិស័ទទាំងអស់ឥឡូវយើងនឹងសិក្សាបន្តទៀតការសិក្សាបន្តនៅក្នុងវគ្គនេះខ្ញុំចង់បញ្ជាក់លម្អិតអំពីសិលដែលជាគ្រឹះជាបាតរបស់សមាធិនិងវិបស្សនាយើងត្រូវយល់អំពីការងារដែលយើងត្រូវប្រតិបត្តិសម្រាប់ជីវិតរស់នៅជាប្រយោជន៍ក្នុងបច្ចុប្បន្ននិងប្រាក់លោកប្រសិលនេះមិនមែនមានអានិសង្សត្រឹមតែយើងទទួលបាននៅអាយុវែងមានសេចក្តីសុខមានគេឈ្មោះល្បីល្បាញក្រអូបហើយមានអានិសង្សនៃការរួចផុតពីអបាយភូមិប៉ុណ្ណោះទេតែជាសិលដែលប្រព្រឹត្តទៅដើម្បីសមាធិគឺជាសិលដែលសម្អាតចិត្តយើងឲ្យស្អាតបានន័យថាសិលនឹងហើយជាអ្នកសម្អាតចិត្តយើងឲ្យស្អាតផូរផង់ប្រះចាកជំងឺផ្លូវចិត្តគឺជំងឺបាបកម្មតាមផ្លូវកាយវាចានិងចិត្តនេះឯងអញ្ចឹងបានព្រះអង្គទូលប្រដៅតបស្សីនិក្រុនថាឲ្យវាចាកាយកម្មវិច័យកម្មមនោកម្មទុច្ចរិតមានន័យថាវាចាអំពើអាក្រក់អកុសលមានន័យថាម៉េចទៅអកុសលបានន័យថាសេចក្តីអាក្រក់ឬក៏បាបឬក៏អពមង្គលសេចក្តីអាក្រក់យើងដឹងថាវាអាក្រក់យ៉ាងម៉េចខ្លះទៅមនុស្សម្នាក់អាក្រក់ប្រព្រឹត្តទុច្ចរិតតាមផ្លូវកាយមាន3ប្រព្រឹត្តទុច្ចរិតតាមផ្លូវវិជ្ជាមាន4ប្រព្រឹត្តទុច្ចរិតតាមមនោតាមចិត្តនឹងមាន3អំពើទុច្ចរិតទាំងអស់នឹងឯងព្រះអង្គសម្ដែងទៅលើអកុសលកម្មបទ10ដែលយើងតែងតែសិក្សារៀនសូត្រចាស់ឲ្យយើងរៀនមុននឹងសមាធិនឹងគឺរៀនកម្មបទ10នឹងរៀនឲ្យបានដឹងយល់គឺក្នុងសិលនឹងឯងមានន័យថាអកុសលកម្មគឺកម្មអាក្រក់កម្មមិនល្អអំក្រក់ឬក៏អីឬក៏អំពើទុច្ចរិតសាហាវខូខើកាប់សម្លាប់គេជាដើមចឹងអកុសលកម្មនេះដែលកើតឡើងបានអង្គធម៌បានដល់ចេតនានៅក្នុងអកុសលកម្មបទទាំង12នឹងឯងដែលតកតងជាមួយចរិតទាំង10នឹងឯងចាត់ទុច្ចរិតទាំង10នឹងមានអីខ្លះទៅគឺមានកាយទុច្ចរិត3វិច័យទុច្ចរិត4មโนទុច្ចរិត3ហើយអំពើអាក្រក់ហ្នឹងយកអីទៅជំនួសយកអីទៅដោះលាងយកអីទៅសម្អាតចិត្តព្រោះយើងបានដឹងហើយព្រះអង្គសម្ដែងជាមួយតបស្សីព្រះអង្គសម្ដែងតែម៉េចនៃតបស្សីបណ្ដាកម្មទាំង3នេះដែលតថាគតចែកហើយញែកហើយយ៉ាងនេះតថាគតបានបញ្ញត្តិមនោកម្មមានទោសធំជាងគេក្នុងការធ្វើបាបកម្មក្នុងការប្រព្រឹត្តទៅនៃបាបកម្មមិនបញ្ញត្តិកាយកម្មនិងវិច័យកម្មមានទោសធំទេ
នេតបាស័យតាថាគាត់ថាមโนកម្មនេះឯងដែលមានទោសធ្ងន់ជាងគេនេះព្រះអង្គបញ្ជាក់ដល់3ដងឲ្យនិក្រននឹងឯងឲ្យនិក្រននេតបុត្រនឹងឯងស្ដាប់ចឹងអញ្ចឹងបញ្ជាក់យ៉ាងនេះដើម្បីឲ្យបានដឹងថានេះហេតុអីបានព្រះអង្គសម្ដែងថាមโนកម្មនឹងមានទោសធ្ងន់ជាងគេព្រះអង្គតែងបដៅថាម៉េចទៀតព្រះអង្គតែងបញ្ជាក់ឲ្យថាចិត្តវិញ្ញាណនឹងឯងជាពូជហើយចិត្តនឹងឯងជាធំជាប្រធានចិត្តនឹងឯងកាលណាបើអាក្រក់ហើយគេបញ្ជាកាយទៅផ្លូវអាក្រក់ហើយគេបញ្ជាវិចារទៅផ្លូវអាក្រក់ហើយអាក្រក់ដោយកាយគឺមានស្អីមួយគឺអាក្រក់ដោយទៅកាប់សម្លាប់គេទី2អាក្រក់ដោយលួចប្លន់ទ្រព្យសម្បត្តិគេទី3អាក្រក់ដោយលួចប្រពន្ធកូនគេនឹងគឺចំណុចអាក្រក់ដោយសារអីដោយសារចិត្តអាក្រក់នឹងឯងចឹងចិត្តនឹងមានបាបជាងគេដោយសារអីចិត្តជាពូជវិញ្ញាណកម្មជាអីទៀតព្រះអង្គបញ្ជាក់ថាកម្មជាស្រែយ៉ាងម៉េចចង់មានន័យថាស្រែគឺកន្លែងបណ្ដុះពូជអញ្ចឹងបើកម្មនេះជាស្រែជាកន្លែងបណ្ដុះពូជហើយកុំបណ្ដុះពូជអកុសលកម្មឲ្យសោះត្រូវបណ្ដុះពូជកុសលកម្មជំនួសវិញដើម្បីអីដើម្បីសម្អាតចិត្តឲ្យស្អាតផុតពីអីអំពីអំពើអាក្រក់អំពីបាបអំពីអំពើអពមង្គលអំពើដែលថោកទាបមិនល្អប្រសើរតតែសោះchứក្នុងគណៈដែលចិត្តនេះគេអាក្រក់ហើយគេក៏បញ្ជាវិជ័យគឺសម្ដីនឹងអាក្រក់ដែរគឺកុហកភូតផោសម្ដីឆោបោកកេងប្រវាញ់គេសម្ដីជេរប្រតិចផ្ដាសាទោះបោះបោកសម្ដីញុះញង់សោកសៀតឲ្យគេបែកបាក់សាមគ្គីចាក់ដោតឲ្យគេឈឺចាប់គ្រប់បែបចាស់ដោយសារចិត្តអាក្រក់នឹងឯងចង់ឲ្យគេវិនិច្ឆ័យអន្តរាយដោយប្រការណាគឺសម្ដីចេញទៅហើយទាំងប្រកបដោយកលមយាល្បិចកលគ្រប់បែបចាស់នឹងគឺសំខាន់ដែលយើងត្រូវគិតហើយចិត្តនេះឯងក្នុងគណៈបើអត់បានបញ្ជាគេទេវានៅក្នុងអីអកុសលវិតកៈទៀតណាអកុសលវិតកៈនឹងយ៉ាងម៉េចទៅចិត្តអាក្រក់នឹងមាន3ជាអកុសលវិតកៈនឹងគឺស្អីកាមវិតកៈក្តីត្រេះរិះក្នុងផ្លូវកាមគឺចាប់ចម្ពាក់ចង់បានត្រេកត្រអាលពេញចិត្តក្នុងកាមគុណ5នឹងថាខ្លាំងក្លាមែនតើតែត្រេះរិះទៅរកអំពើអាក្រក់ត្រេះរិះទៅរករឿងរ៉ាវអាក្រក់ដែលនាំឲ្យចិត្តសៅហ្មងផ្សេងទី2ព្យាបាទវិតកៈគិតទៅក្នុងការព្យាបាទគេគិតក្នុងការដែលអីសងសឹកគុំគួនបំផ្លាញគេហើយទី3វិហង្សាវិតកៈគឺអីត្រេះរិះទៅរកផ្លូវបៀតបៀននោះគឺកាប់សម្លាប់អត់ឲ្យគេរស់បានទេទៀតបៀតបៀនអ្នកដទៃនឹងមានការត្រេះរិះខឹងថាអញត្រូវតែសម្លាប់អ្នកនឹងឲ្យបានអញត្រូវតែលួចប្លន់ទ្រព្យសម្បត្តិអ្នកនឹងឲ្យបានអញត្រូវតែបំផ្លាញអ្នកនឹងឲ្យបាននឹងឯងវិហង្សាវិតកៈការបត្រេះរិះយ៉ាងនេះហើយតែងបញ្ជាកាយបញ្ជាវិចារទៅហើយនឹងឯងដែលព្រះអង្គសម្ដែងធម្មនោកម្មនោះវាបាបច្រើនជាងគេវាធ្ងន់ជាងគេដោយសារអ្នកបញ្ជាតែម្ដងចំណេះបញ្ជាការធំតែម្ដងក្នុងនោះដូច្នេះត្រូវតែព្យាយាមសម្អាតចិត្តនេះដោយកុសលកម្មបត្តិ10វិញណាកុំឲ្យអកុសលចិត្តនេះវាកើតឡើងហើយអកុសលចិត្តនេះចង់បញ្ជាក់ជូនសង្ខេបមកវិញគឺមានប៉ុន្មាន12ដួងដែលយើងបានសិក្សាហើយខ្ញុំរំលឹកតិចទៅមកវិញដើម្បីឲ្យយើងចាប់អារម្មណ៍យើងមើលចិត្តរបស់យើងដែលយើងកំពុងរៀនសមាធិប្រកបដោយវិបស្សនាដែលយើងស្ដាប់ធម៌ដែលយើងខំអប់រំចិត្តនេះតើវាមានអកុសលចិត្តនឹងកើតឡើងទេអា12ដួងនឹងមានអត់ក្នុងមួយថ្ងៃមានក្នុងខណៈដែលយើងមិនតាន់បានคล้ายទៅជាប្រៃបកុលមិនតាន់បានសោតាថ្នាក់ទៀតចុះមិនតាន់បានសោតាឬក៏មិនតាន់បានជាកល្យាណបឋិជនបើនៅជាបឋិជនគឺអកុសលចិត្តនេះកើតឡើងដោយសារមានអីអកុសលចិត្តសឹករួមជាមួយអញ្ចឹងអកុសលចិត្តនេះវាមាន12ដួងគឺមានអីលោភៈមូលចិត្តម៉ានដួងលោភៈមូលចិត្ត8ដួងទោសមូលចិត្តម៉ានដួង2ដួងមោហៈមូលចិត្តម៉ានដួង2ដួងហើយយើងមើលព្រះអង្គសម្ដែងណាព្រះអង្គសម្ដែងហេតុដែលនាំឲ្យកើតអកុសលចិត្តហ្នឹងមើលក្នុងជីវិតរស់នៅប្រចាំថ្ងៃមើលតើអញ្ចឹងមែនអត់ហេតុដែលឲ្យកើតអកុសលចិត្តហ្នឹងដែលមាន12ដួងមានលោភៈមូល8ទោសមូល2មោហៈមូល2ហ្នឹងព្រះអង្គបញ្ជាក់ថាហេតុដែលនាំឲ្យកើតអកុសលមូលហ្នឹងមាន5ប្រការនឹងយើងគិតមើលទៅណាមិនមែនចេះតែកើតដោយអត់ហេតុផលទេណាវាមានហេតុផលអញ្ចឹងបើមានហេតុយើងត្រូវព្យាយាមលុបហេតុអាក្រក់ហ្នឹងចេញណាអកុសលចិត្តហ្នឹងដែលកើតឡើងហ្នឹងវាមានហេតុ2
ông bên hai pram cá tí muối cứ ấy mình ban phơi bông túc nông can mình vì mình bị đau bị tạ tây tạ chiết rồi hột đó nông chiết nông bị tây tạ bị khmei nữa mình ban phơi bông túc nông can mình khá tê vì mình ốp bạn sai nông bông có sao thành một đầu tí pí các nông bát tê đang mình xóm cù bát tê đọt mình bột sát na nông tam đòn bát tê đã mình sát na để cài sa hai cặp sầm lấp cái nông này bát tê đã xóm cù sầm đào từ lời bát tê để mình bột sát na bát tê để mình sọc xóm tập phim để bát tê dân sọc hai nông trắng nông chỉ bát tê đã xóm cù ấy mình sọc xóm tập phim mình bột sát na mình sức sợi phim nông ca cổ rụp chừng đưa bát tê bát nông bột sát na còn ta để hay để nằm ở dương miền ác sỏi chặt pi đập pi đu nó cao và top chọc là hốt nữa giờ cọ chọc là hốt nữa để sai về miền pram bậc cá nó cái dân tí muối cứ mình ban thử bận tục năng cá muốn tí pí nó nằm bờ tây để mình xòm cù tí bay mình ban sai cốc sập bờ mình ban sai cốc sập bờ cứ trong sầm đá từ lớn nhất để miền sân chắp bị nhặt miền sân lang tơ hai sập bờ hay tại sao bờ đọc phong nó cứ bột chiêm chặt thành đó nè sầm đá từ lợi lớp ra đây bọc quáแต่เรายังอัดmiền ra đây bọc quá và ông sầm đá từ lợi sao ta sạ cái tia na kiaประหารพิเศษประสามาสัมพุทธำดองเราอัดบานแซดกุบสอบประหารนั่นเองปัจจุบันนี้ยังเหมือนบานเราsao ta sạ cái tia na kiaประหารที่ปัจจุบันยังบานเต็มแต่เนี่ยรักษาซะนะแซบกุบเนี่ยรักษาซะวิจารบาปเตอmình đặt năm dân ở tây phơi ác rập phơi khó tí sau đó tay đặt năm dân ở sang âm pơ lọ để cho hai năm ở ban sức đầy sốc ở dân vi cha âm pơ ba bậc cam tương lai để cho hai năm ở cao tốt chẳng dân sắp cúp sau đó tới vừa ở dân ban ấy dân ban vi cha âm pơ ác rập âm pơ ba nhà vi cha ác sau chất đập bị đuông này ban ấy ta phía diêm sầm át chất mà đong tay ở phất bị ác sau chất đập bị đuông nưng cứ dân mình bán mình đọc pui ác rập tràn tới bạn ấy ta bằng thói pui ác rập mình đọc pui là o trong nô vinh chất tự nhiên nó chỉ pui chạm vào chụp chất tự nhiên chỉ pui cam cho sai chứ ông pơ từng vơ tam lời cai vì cha chất nó ấy cứ chụp pui nó cả lại mình đọc pui cam cho sai nó cứ ông pơ nó ấy cho cả lại mình đọc pui hay mình đọc puiประกอบด้วยđã chết tận na chất ác rập rồi có là o dân công mình đọc puiประกอบด้วยเจตนาอักษรเจตนาได้จะโดยจะการตั้งจัดนะจ๊ะนะประกอบด้วยอักษรเจตนาคือการตั้งจัดเจ็บบาปกำหนดเจ็บบาปกำหนดอักษรนั่นเองจังกำสร้างประกอบด้วยเจตนาได้จะอักษรจังทราบกบสมรสนำไว้วิจารณ์นั่นเองแต่ทราบกบสมรสคือวิจารณ์เปิดกระวิจารณ์อักษรเจตนาได้ไปตั้งแต่จัดนั่งรวมไปจะประพฤติตะขนงน้องอำเภอบาปการตั้งจัดแต่ประพฤติน้องอำเภอบาปการตั้งจัดน้องการคิดแต่เป็นเรื่องบาปคิดแต่เป็นเรื่องอักษรจังตีบุญอย่างไรมันสลับทอสอบรอนะวันนี้ถ้ามันใช้กบสอบรอให้มันบานสลับทอสอบรอที่อันนั้นก็ประกาศจริงจังเลยนั่นตีบุญก็ท่าให้แต่นำเอาการอักษรจัดดับปีดูนึกมาปีมันใช้กบสอบรอให้มันบานสลับทอสอบรอไอ้บอดบานสลับทอสอบรออันนั้นถ้าใส่บาปใส่บนใส่กุนใส่โตเอาไว้จะมาชามแม่เอาไว้จะสมาแม่อดดังที่เพราะสมาแม่นั่งไอ้สมาแม่อะไรแม่อ่างปรำไปนั่งไอ้จะนำเพียบบาดจัดเพียบบาดสกปรกเลยจัดบาสัตว์โลจังบอกอดบานสอบรอสดับทอสอบรอที่มีในท่าทัดในขนมกายยเขาแต่ยเขาไตรที่เขาช่วยเขาให้อดบานเคยถ่าอมเปอร์อักระต่างลายนอนมาหนึ่งตุกอดบานกึศดอเลยจะตาถอยแต่เมียนบาปเมียนบนเมียนคนเมียนโตไอเต้จะตาว่าเอาทำไมอันสบายทำไมอันสบายทำไมอันเป็นจัดหนึ่งไออันช่วยหนึ่งเรื่องปากปอหน้าอันอดคอหนึ่งไออักษรจัดตายแต่กึศตะปีอัดมาดิยมกึศตะปีครูนไอกึศตะปีสกายสักครูนไออัดกึศปีตกโตอันเนี่ยโดนเตะปนใต้ตามปัดสกายสักบอกบอกก่อนเนาะคือเจออัมเปอร์ถึงเวอร์เด็ดเวอร์ถึงขนมไอขนมปุยอักษรประกอบด้วยจัดเจตนาจะอักษรยังบอกอัดบานเสพกบสบรอตีใบอัดบานเสพกบสบรอตีมันบานสลับทอสบรอตีปรำมันบานต่ำกอลครุนตุก
គឺសេចក្តីប្រាថ្នានឹងអត់បានត្រឹមត្រូវទេបានន័យថាតម្កល់ខ្លួនទុកនៅក្នុងការប្រាថ្នាខុសព្រោះអត់បានស្ដាប់ធម៌សប្បុរសអត់បានសេពគប់សប្បុរសអត់បានតម្កល់ខ្លួនទុកនៅក្នុងកន្លែងល្អបាននេះអត់តម្កល់ខ្លួនទុកក្នុងកុសលធម៌ទេតម្កល់ខ្លួនទុកនៅក្នុងអកុសលធម៌ក្នុងការប្រាថ្នាខុសនឹងឯងប្រាថ្នាខុសនោះគឺមិច្ឆាទិដ្ឋិនឹងឯងហើយបើគេតម្កល់ខ្លួនទុកក្នុងសេចក្តីប្រាថ្នាខុសបានន័យថាគេតម្កល់ខ្លួនទុកគេនៅក្នុងកាយកម្មវិច័យកម្មមនោកម្មទុច្ចរិតហ្នឹងឯងបាបកម្មផ្សេងដែលកើតឡើងជាអកុសលកម្មហ្នឹងឯងប្រកបដោយអីប្រកបដោយអកុសលកម្មបត់10ហ្នឹងឯងអញ្ចឹងអកុសលកម្មបត់បញ្ជាក់ឲ្យណាគឺកម្មអាក្រក់កម្មមិនល្អឬក៏អំពើអាក្រក់អង្គធម៌បានដល់ចេតនានៅក្នុងអកុសលកម្មបានប្រមាណអកុសលកម្ម12តែតកតងជាមួយនឹងទុច្ចរិត10មើលឲ្យច្បាស់ទុច្ចរិត10មានអីមានកាយទុច្ចរិត3វិច័យទុច្ចរិត4មโนទុច្ចរិត3អញ្ចឹងយើងវាចាទុច្ចរិតនឹងចេញសិក្សាប្រតិបត្តិអប់រំចិត្តចាកំចាត់ហេតុទាំង5ដែលបានលើកឡើងហើយហេតុទី1មិនបានធ្វើបុណ្យទុកក្នុងកាលមុននឹងគឺហេតុដែលអត់មានធ្វើបុណ្យវាអត់មកខ្សែខាងបុណ្យឧបនិស្ស័យទៅខាងបាបទៅខាងកាប់សម្លាប់ស៊ីផឹកលួចប្លន់ពេញនឹងឯងហើយទី2នៅក្នុងប្រទេសដែលមិនសមគួរប្រទេសអត់សាសនាប្រទេសអត់មានសន្តិភាពប្រទេសអត់មានសិទ្ធិសេរីភាពក្នុងការគ្រប់បំពេញបុណ្យកុសលទី3មិនសាបគប់សពរោះទី4មិនស្ដាប់ធម៌សពរោះទី5គឺអីតម្កល់ខ្លួនខុសគឺមិនតម្កល់ខ្លួននៅក្នុងអំពើល្អទេអញ្ចឹងវាប្រកបដោយចេតនាណាប្រកបដោយចេតនានៃការប្រព្រឹត្តខុសនៅក្នុងកាយកម្មវិច័យកម្មមនោកម្មខុសនេះឯងចឹងយើងមើលបន្តទៀតលំអិតបន្តិចទៀតទៅថាជីវិតរស់នៅប្រចាំថ្ងៃនេះខណៈចិត្តវិញ្ញាណជាពូជហ្នឹងយើងត្រូវបដកពូជយ៉ាងម៉េចខ្លះណាចិត្តវិញ្ញាណជាពូជហើយរមែងមានតែចិត្តកើតកន្លែងណាចេតសិកវាទៅតំណងហើយអញ្ចឹងបើនិយាយពីអកុសលកម្មបានន័យថាម៉េចអកុសលចេតសិកក៏វាទៅកើតជាមួយដែរតែបើនិយាយពីកុសលកម្មកុសលចេតសិកក៏ទៅកើតជាមួយដែរអញ្ចឹងយើងមើលចិត្តទៅណាយើងនិយាយពីអាក្រក់នេះដើម្បីយើងនិយាយទៅរកអីទៅរកការវាចាអំពើអាក្រក់ឈ្មោះថាសិលនឹងឯងអញ្ចឹងបានន័យថាយើងព្យាបាលចិត្តយើងឲ្យរួចផុតពីអាក្រក់នេះអញ្ចឹងយើងត្រូវយល់អំពីអង្គស្អីខ្លះទៅដើម្បីយើងវាចាអាក្រក់ឈ្មោះថាវាចាការទ្រុសិលហើយយើងរក្សាសិលដើម្បីសម្អាតផ្លូវកាយផ្លូវចិត្តរបស់យើងនេះឯងសម្អាតចិត្តមានន័យថាសម្អាតទាំងកាយសម្អាតទាំងវិចាបើមិនសម្អាតចិត្តទេកាយវិចាប្រកបជាទៅហើយអញ្ចឹងយើងត្រូវស្គាល់ពីអកុសលចិត្តសឹកដែលកើតជាមួយចិត្តហ្នឹងដែលរាល់ថ្ងៃយើងរស់នៅយ៉ាងម៉េចដែរចិត្តយើងវាប្រកបដោយអីខ្លះយើងព្រះអង្គបញ្ជាក់ឲ្យទៅអកុសលចិត្តសឹកគឺអីគឺជាអារម្មណ៍ដែលកើតរលត់ជាមួយនឹងចិត្តជាអកុសលនឹងឯងអកុសលចេតសិកគឺជាអារម្មណ៍ដែលកើតរលត់ព្រមជាមួយនឹងចិត្តជាអកុសលហើយចិត្តជាអកុសលនេះដែលមានចេតសិកកើតជាមួយក្នុងព្រះអភិធម្មព្រះអង្គសម្ដែងថាមាន14ប្រភេទយើងមើលពេលសមាធិក្តីពេលរស់នៅនៅក្នុងអីលំនៅពមាលំនៅរបស់មាគឺអីគឺរស់នៅក្នុងកាមគុណ5រស់នៅក្នុងលោកទាំង6ចឹងពេលដែលរស់នៅក្នុងលោកទាំង6ហ្នឹងលោកនេកលោកតិចលោកច្មោះលោកអណ្ដាតលោកកាយលោកអីលោកចិត្តណានេកតិចច្មោះអណ្ដាតកាយចិត្តលោកទាំង6ហ្នឹងរមែងមានដែរដោយសារអីយើងរស់នៅក្នុងលំនៅមាវិស័យមាជាប់អន្ទាក់មាអញ្ចឹងឲ្យដឹងថាយើងជាប់អន្ទាក់គេប៉ុណ្ណាដែរឲ្យស្គាល់ខ្លួនឯងថាកំពុងជាប់អន្ទាក់គេយ៉ាងម៉េចខ្លះហើយយើងកំពុងរើចេញពីអន្ទាក់នឹងដើរទៅរកលំនៅពុទ្ធជាម្ចាស់វិញតាមអរិយអង្គ8ក្នុងទិសដៅសម្អាតចិត្តឲ្យស្អាតផុតពីអកុសលចេតនាអកុសលចិត្តនឹងឯងអញ្ចឹងយើងមើលស្ដាប់ឲ្យបានចាំឲ្យបានខ្លះទៅចាអកុសលចិត្តសឹកដែលកើតរលត់ជាមួយនឹងចិត្តជាអកុសលគឺឯកើតជាមួយនឹងអារម្មណ៍ណា
ចិត្តកើតនៅក្នុងអារម្មណ៍ណាចេតសិកគេទៅកើតជាមួយនឹងហើយចិត្តរលត់នៅអារម្មណ៍ណាគេទៅរលត់នឹងហើយគេទៅតោងទៅជាមួយនឹងចិត្តឯងចិត្តនឹងគេកើតកម្មគុណ5តាមភ្នែកគេទៅកើតភ្នែកបើទៅកើតតិចគេកើតតិចចាអារម្មណ៍ជាទីតាំងជាទីតោងរបស់ចិត្តហ្នឹងចេតសិកទៅតោងជាមួយនឹងដែរទៅគ្រប់មានអីខ្លះ14នឹងមានអីខ្លះទី1មោហៈមានន័យថាម៉េចមោហៈមានន័យថាម៉េចជាធម្មជាតិដែលបិទបាំងភាពពិតប្រាកដរបស់អារម្មណ៍យើងរាល់ថ្ងៃយើងមោហៈសម្បើមណាមិនមែនធម្មតាទេណាតោងដឹងទេណាខ្ញុំគិតថាយើងឆ្លាតយើងបកកែឆ្លាតប៉ុណ្ណឹងក៏ដោយនៅតែចាញ់ល្បិចមីនៅតែចាប់អន្ទាក់មីតែសារអីដោយសារយើងល្ងងខ្លៅល្ងងត្រង់ណាយ៉ាត់ថាល្ងងចឹងខឹងទៀតល្ងងត្រង់អីត្រង់មិនដឹងការពិតរបស់អារម្មណ៍មិនដឹងការពិតរបស់អារម្មណ៍អារម្មណ៍ជាទីតាំងរបស់ចិត្តមែនទេចិត្តជាអីចិត្តជាធម្មជាតិសោយអារម្មណ៍ចិត្តជាធម្មជាតិសន្សំអារម្មណ៍អញ្ចឹងគេសោយអារម្មណ៍គេសន្សំអារម្មណ៍ចុះអារម្មណ៍ដែលកំពុងសោយនឹងគឺស្អីទៅតែភ្នែកឃើញរូបនឹងវាជាប់អត្តាតួខ្លួនទេវាជាប់ការប្រកាន់ហួងហែងជាប់ចម្ពាក់ទេវាជាប់ការត្រេកត្រអាលទេវាជាប់ការពេញចិត្តមិនពេញចិត្តទេភ្នែកឃើញរូបតិចឬសម្លេងពេលដែលខណៈចិត្តកើតរលត់ដាច់ខ្សែប្រវាំងមកអីមកមโนទ្វាឬក៏បញ្ញទ្វាពេលសមាធិដាច់ខ្សែមโนទ្វារិវចនៈណាតែពេលបើកភ្នែកនៅក្នុងកាមគុណ5មកអីបញ្ញទ្វារិវចនៈហើយបញ្ញទ្វារិវចនៈគេរលត់ទៅកើតអីបើគេរៀបរត់ទៅតាមទ្វាភ្នែករលត់ទៅកើតអីចក្ខុវិញ្ញាណឃើញរូបល្អអាក្រក់សខ្មៅហើយគេទទួលឡើងគេមិនទៀតប្រកបដោយអីណាគេទទួលកាត់ក្តីហើយដោយសារតែមោហៈហ្នឹងមិនគេប្រកាន់ណាទោះអានេះល្អអញយកត្រេកត្រអាលពេញចិត្តយកហ្នឹងយ៉ាហើយបើមិនពេញចិត្តអូអញមួម៉ៅក្តៅចិត្តហ្នឹងអញ្ចឹងក្នុងគណៈហ្នឹងទៅយ៉ាងម៉េចដែរមានតួខ្លួនទៅជាមួយបាត់ទៅហើយណារលត់ពីចក្ខុវិញ្ញាណទៅអីសម្បដិច្ឆន្ទៈសន្តិរណៈវោធវណៈចវណ្ណចិត្តសោយហើយអីទៀតតតរណៈប្រមោទទៅអស់ចឹងយើងល្ងងត្រង់ហ្នឹងល្ងងត្រង់ថាអញឃើញរូបនេះប្រពន្ធអញប្តីអញទ្រព្យសម្បត្តិអញខ្លួនអញស្អីក៏អញដែរអត់បានដឹងថារបស់ហ្នឹងមិនទៀងជាទុកជាអនត្តាអត់ដឹងតែពីទៀងដឹងតែថាអញទុកក៏ដោយទុកនៅក្នុងកាមគុណ5នោះក៏គិតថានេះអសក្តិកាមគុណ5មកកណោទុកក៏ទុកទៅតែវាបានសុខព្រោះអីព្រោះល្ងងច្រឡំហ្នឹងឯងតែព្រះអង្គសម្ដែងថាទុកទេយើងថាសុខទៅទុកទេថាសុខអញ្ចឹងនៅចប់អីហ្នឹងឯងតួមោហៈមើលមួយថ្ងៃមើលយើងមោហៈប៉ុណ្ណាទុកដូចជាយើងល្ងងនៅក្នុងអន្ទាក់មាឲ្យចប់អន្ទាក់មារហូតសួរតើល្ងងប៉ុណ្ណាចប់អន្ទាក់មាប៉ុណ្ណាសួរបន្តការកើតចាស់ឈឺស្លាប់មកវត្តសង្សារប៉ុណ្ណាទៀតនឹងឲ្យយល់ទៅនឹងទី1គឺមោហៈទី2អីរិកៈធម្មជាតិដែលមិនខ្មាស់បាបចំពោះអំពើទុច្ចរិតតាមផ្លូវកាយវិជ្ជាចិត្តនឹងឯងណាអញ្ចឹងមើលផងឲ្យចេះខ្មាស់បាបផងតែរៀនឲ្យចេះខ្មាស់បាបទោះកម្ពស់មុខគេក៏ដោយកំបាំងមុខគេក៏ដោយកុំធ្វើអំពើបាបព្រោះអីព្រោះខ្មាស់ខ្លួនឯងត្រង់ថាខ្លួនឯងជាមនុស្សហើយមិនគួរសាងអំពើបាបឲ្យធ្លាក់នរកប្រែតវិញទេមិនគួរឲ្យខ្លួនឯងទៅធ្លាក់ក្នុងលងបាបកម្មទាំងឡាយទៅតាមអន្ទាក់មាឲ្យទៅធ្លាក់នរកប្រែតវេទនារាប់កាប់ផែនដីនោះទេអញ្ចឹងត្រូវខ្មាស់ខ្លួនឯងថាបានកើតជាមនុស្សហើយត្រូវសាងអំពើល្អឲ្យបានច្រើនដើម្បីកើតជាមនុស្សកាន់តែពោះទៅរហូតទៅដល់ឋានកើតជាទេវតាឬក៏ព្រំប្រព្រឹត្តទៅដើម្បីអរិយមួយអង្គ8រហូតទៅដល់សទ្ធាវេសព្រំកុំគិតតែចប់ចម្ពាក់នឹងដោយសារតែមោហៈនឹងបណ្ដាប់ឲ្យចប់ចម្ពាក់ហ៊ានធ្វើអំពើទុច្ចរិតផ្សេងនោះមិនគួរឡើយត្រូវខ្មាស់បាបព្រោះអីព្រោះអាមោហៈនឹងឯងជាមេខ្លោងនៃទុក្ខនោះមោហៈជាតួអីជាតួអវិជ្ជាហើយតួអវិជ្ជានឹងឯងអ្នកណាកំចាត់គឺសមាធិនឹងឯងប៉ុន្តែមុននឹងកំចាត់អវិជ្ជាបានតតរក្សាសិលវាចាក់អំពើអាក្រក់ទៅនឹងសិនសម្អាតចិត្តឲ្យស្អាតបដាហើយសមាធិបដាវិបស្សនាបដាពីទៀបទៅខ្ពស់ពីតិចទៅច្រើននឹងថា3នឹងរួមគ្នាតែម្ដងមិនមែនចាំរក្សាសិលឲ្យបានទៅសមាធិទេណាសម្អាតបដាឧបការៈឲ្យគ្នាទាំង3នឹងតែម្ដងអញ្ចឹងទី3អីអនត្តបៈធម្មជាតិដែរមិនខ្មាស់អំពើទុច្ចរិតហ្នឹងទូអកុសលចិត្តហ្នឹងគឺអញ្ចឹង
ហើយអកុសលចេតសិកគេទៅជាមួយនឹងអីធ្វើឲ្យអត់ចេះខ្លាចបាបអត់ខ្លាចអំពើអាក្រក់ដែលខ្លួនធ្វើចាំឲ្យច្បាស់ចិត្តវិញ្ញាណជាពូជកម្មជាអីជាស្រែដែលបដោះបើយើងបដោះពូជណានឹងបានពូជអញ្ចឹងបើបដោះពូជអាក្រក់ពីជាតិនេះជាតិក្រោយនឹងបដោះពូជអាក្រក់តទៅទៀតពូជទុកសោកពូជវេទនាពូជប្រត់ប្រាស់ពូជអាក្រក់ឧបទ្រពចង្រៃទាំងឡាយដែលយើងធ្វើអាក្រក់ទាំងប្រមាណនឹងបាបកម្មនឹងឲ្យអាក្រក់ហើយបន្តសាងអាក្រក់ទៅទៀតបន្តជួបរឿងអាក្រក់នឹងទៅទៀតអត់បាត់ទេអញ្ចឹងត្រូវខ្លាចចំពោះអំពើទុច្ចរិតកុំធ្វើទាំងកុំទុច្ចរិតអសោះអំពើអាក្រក់តាមផ្លូវកាយចិត្តនឹងកុំអសោះចាត្រូវវាចាកទាំងនឹងវាចាកបានន័យថាអកុសលនឹងយើងត្រូវវាចាកឲ្យបានដើម្បីបំពេញកុសលវិញទី4អីឧទ្ធចៈនេះយើងមើលទៅយើងអង្គុយបដើសម្រាប់ដើរនឹងឧទ្ធចៈកើតទេឧទ្ធចៈនឹងខ្លាំងណាស់ណាធម្មជាតិដែលចិត្តរេមេគឺអារម្មណ៍អត់នៅសុខនៅក្នុងការតាំងចិត្តសុខក្នុងអារម្មណ៍មូលទី1អត់នៅហើយអារម្មណ៍នេះតារេមេដដែលដងហើយមេចាប់បានហើយព្រះអង្គសម្ដែងថាអារម្មណ៍កុំចេញក្រៅតែចេញក្រៅមេចាប់ហើយណារេមេសម័យចង់បាននេះចង់បាននោះខឹងអ្នកនេះខឹងអ្នកនោះថ្នាក់អញ្ចេះអញ្ចោះទៅអានេះទៅអានោះចិត្តរេមេដែលដងទៅតាមអីតាមអារម្មណ៍ផ្សេងព្រះអង្គសម្ដែងថាវាដែលដងរេមេតាមអារម្មណ៍ផ្សេងមានអីមានរូបារម្មណ៍មានសត្វទេមានគុណធរម្មណ៍មានអីទៀតអារម្មណ៍ទាំង6តាមបញ្ញទ្វេនិងមโนទ្វេនេះគេទៅចឹងដឹងខ្លួនយើងឲ្យហើយទៅនឹងសត្វតែអីសត្វតែជាអកុសលទាំងអស់អកុសលចិត្តដែលកើតឡើងនោះដោយចេតសិកតែគេកើតជាមួយណាគេកើតរលត់ជាមួយចិត្តនឹងមើលទៅតាមអារម្មណ៍ផ្សេងនឹងជីវិតយើងយ៉ាងម៉េចដែរនឹងយើងមើលដឹងឲ្យច្បាស់ទៅអារេមានដែរដូងអត់តាំងសុបនៅមូលតែមួយទេគឺមានចាប់បានហើយនៅក្នុងតមេព្រះអង្គបញ្ជាក់ឲ្យតនៅក្នុងលេនឋាននៅក្នុងសមាធិនៅក្នុងអារម្មណ៍មូលតែមួយបានមានចាប់មិនបានហើយបើមានចាប់បានហើយសួរតាសុកដូចទៅនៅក្នុងគុករបស់មេគេចាប់បានយកដាក់គុកគេគុកអត់អញ្ចឹងផងមេដោយសារអវិជ្ជាជាមេគុកធំយាមជាប់ទៅណារួចហើយទី5ស្អីលោភៈអាលោភនឹងខ្លាំងណាស់ហើយតួលោភៈនេះគេថាជាធម្មជាតិដែលមានសេចក្តីត្រូវការហើយចប់នៅក្នុងកាមគុណ5បានមានថាកាមគុណ5នឹងជាអារម្មណ៍ផ្លូវចិត្តនឹងថាចប់នឹងភ្នែកឃើញរូបទៅជាឬសម្លេងចំោះទុំក្លិនកាយប៉ះពាល់ដាតដឹងរត់ដែលពេញចិត្តនឹងឯងត្រេកត្រអាលពេញចិត្តចប់ចម្ពាក់ហួងហែងចង់បានហើយចង់បានទៀតអត់ចេះចប់នឹងដែលយើងត្រូវគិតឲ្យមែនតែនត្រូវគិតឲ្យមែនតែនចំពោះជីវិតរស់នៅបច្ចុប្បន្ននេះធម៌លោភៈនឹងឯងចងយើងឲ្យជាប់ទៅក្នុងឧបាទានខណ្ឌ5នឹងខ្លាំងមែនតែនអញ្ចឹងត្រូវគិតថាយើងត្រូវព្យាយាមដកការប្រកាន់ហួងហែងចាប់ចម្ពាក់ជាមួយសត្វនិងសង្ខារជាមួយនឹងកូនជាមួយនឹងចៅជាមួយនឹងទ្រព្យជាមួយនឹងខ្លួនឯងព្រោះអ្វីៗអត់ទៀងណាចាំឲ្យច្បាស់របស់ណាមិនទៀងរបស់នោះជាទុក្ខរបស់ណាជាទុក្ខរបស់នោះមិនមែនផលយើងទេវាអត់មានផលយើងទេកុំចង់បានហួសហេតុពេកវាគង់តលាចេញទៅទេគេលាយើងលាគេអត់មានជាប់អត់មាននៅបានរហូតទៀតចឹងអញ្ចឹងកុំចាប់ចម្ពាក់ក្នុងការ5ត្រូវមើលឲ្យមែនទេចឹងខំប្រឹងសម្អាតចិត្តឲ្យវាចាកការលោភលន់ចង់បានរហូតដល់ដេកមិនលក់បក់មិនហើយអាលោភៈនោះអាចហេតុនាំឲ្យមានឧត្តចៈកុកចៈនោះណាឧត្តចៈនឹងធម្មជាតិរេមានដែរដងទៅតាមអារម្មណ៍ផ្សេងដល់កុកចៈនឹងធម្មជាតិដែលមានចិត្តរំខាននៅក្នុងអំពើទុច្ចរិតនាំឲ្យក្តៅក្រហាយណាវាចូលគ្នាមកឧត្តចៈកុកចៈនោះចូលអត់បានដូចចិត្តមួម៉ៅក្តៅក្រហាយរំខានចិត្តនៅអត់សុខអញ្ចឹងលោភៈនឹងគឺប្រយ័ត្នឲ្យមែនតែនព្យាយាមទៅចឹងលោភៈនឹងមិនងាយលះទេណាកុំថាលះស្រួលអត់ទេពិបាកលះណាស់ចឹងសូមចេះថ្លារីករាយនៅក្នុងការដែលយើងព្យាយាមអប់រំចិត្តកំចាត់អកុសលចេតសិកពីសន្តានចិត្តឲ្យបានហើយសូមរំលឹកឡើងវិញឥឡូវបានត្រឹមប៉ុណ្្នឹងសិនចាំបន្តទី1គឺស្អីមោហៈធម្មជាតិដែលបាំងសភាពតាមសេចក្តីពិតរបស់អារម្មណ៍គឺសេចក្តីល្ងងខ្លៅរបស់យើងនឹងឯងគឺអវិជ្ជានឹងតែម្ដងអត់ដឹងតាមការពិតមិនទាញចិត្តទុកចំណិតតាមហេរិកៈធម្មជាតិដែលមិនមានសេចក្តីខ្មាស់បាបចំពោះទុច្ចអំពើទុច្ចរិតផ្សេងអនន្តបៈធម្មជាតិដែលមិនខ្លាចបាបចំពោះអំពើទុច្ចរិតផ្លូវកាយវិជ្ជាចិត្តនឹងឧត្តចៈធម្មជាតិដែលរីមីមិនបានទទួលអារម្មណ៍មិនបានតាំងសុខនៅក្នុងអារម្មណ៍ដែលកំពុងចម្រើនសមាធិ
ឬក៏កំពុងធ្វើការងារអ្វីមួយទី5គឺលោភៈជាធម្មជាតិដែរមានសេចក្តីត្រូវការហើយចប់នៅក្នុងកម្មគុណ5ជាអារម្មណ៍ដ៏មានឧបាទានចូលហួងហែងជាប់ជំពាក់ច្រៀងរាល់ថ្ងៃគ្រប់វិនាទីទាំងអស់ចឹងសូមព្យាយាមលះអកុសលចេតសិកនេះចេញទៅណាសូមអនុមោទនាដើម្បីហ្វឹកហាត់ចិត្តអប់រំចិត្តនេះឲ្យបានល្អប្រសើរព្រោះចិត្តនេះហើយជាប្រធាននៃសេចក្តីសុខក៏ជាប្រធាននៃសេចក្តីវិន័យដែរមានន័យថាបើចិត្តនេះជាកុសលជាប្រធានដឹកនាំកាយវាចានេះប្រព្រឹត្តទៅនៅក្នុងអំពើល្អនៅក្នុងធម៌សុចរិតទៀងត្រង់ប្រព្រឹត្តទៅដើម្បីបានសេចក្តីសុខចម្រើនរុងរឿងរួចផុតจากទុក្ខទាំងពួងប៉ុន្តែផ្ទុយទៅវិញបើចិត្តនេះស្ថិតនៅក្នុងអកុសលធម៌គេក៏បញ្ជាកាយវាចានេះប្រព្រឹត្តទៅក្នុងអំពើមិនល្អជាបាបកម្មដែលព្រះអង្គសម្ដែងថាជាអំពើលាមកធ្វើឲ្យសត្វលោកទទួលទុក្ខលំបាកវិនាសអន្តរាយដោយប្រការផ្សេងដូច្នេះការអប់រំចិត្តនេះសំខាន់ណាស់ព្រោះថាឋានសួគ៌ឋាននរកនៅក្នុងចិត្តយើងទាំងអស់សុខឬទុក្ខនៅក្នុងចិត្តទាំងអស់ប្រកាន់ហួងហែងជាប់ជំពាក់ឬការលះបង់ការប្រកាន់ហួងហែងជាប់ជំពាក់បានក៏អាស្រ័យនៅក្នុងចិត្តទាំងអស់ធម៌ទាំងឡាយប្រព្រឹត្តទៅនៅក្នុងចិត្តចឹងហើយបានព្រះអង្គសម្ដែងឲ្យអប់រំចិត្តអញ្ចឹងការអប់រំចិត្តនេះសំខាន់ណាស់ព្រះអង្គទ្រង់សម្ដែងជាមួយភិក្ខុទាំងឡាយជាច្រើនហើយព្រះអានន្ទដែលចេះចាំធម៌ប្រពុតជាម្ចាស់ក៏បានយកមកសម្ដែងបន្តឲ្យព្រាហ្មណ៍ទាំងឡាយឲ្យភិក្ខុទាំងឡាយឲ្យមហាក្សត្រទាំងឡាយដើម្បីបូជាប្រតិបត្តិតាមព្រះដ៏មានប្រភពដូចជាយើងទាំងអស់គ្នាមកសិក្សាប្រធរនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាក៏ដូចជាស្ដាប់ធម៌ដែលផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាក៏សំដៅទៅលើការអប់រំចិត្តព្យាបាលចិត្តនេះព្រោះចិត្តនេះឯងរមែងមានជំងឺក្នុងវដ្តសង្សារដ៏វែងឆ្ងាយមកហើយជំងឺដែលសួរពូជបន្តពីមួយជាតិទៅមួយជាតិជាជំងឺដែលរ៉ាំរ៉ៃបំផុតជាជំងឺគ្រោះថ្នាក់បំផុតជំងឺផ្លូវចិត្តនេះគ្មានមធ្យោបាយណាក្រៅពីការស្ដាប់ព្រះធម៌អប់រំចិត្តដើម្បីលះជំងឺនេះខ្លួនឯងមិនមានអ្នកណាមួយកម្ចាត់ជំងឺនេះឲ្យយើងបានទេជំងឺផ្លូវចិត្តនេះមានតែយើងយកចិត្តទៅព្យាបាលចិត្តវិញបានន័យថាយកចិត្តជាកុសលព្យាបាលចិត្តជាអកុសលយកចិត្តដល់ល្អបរិសុទ្ធនេះព្យាបាលចិត្តសៅហ្មងនឹងសំខាន់ណាស់ទាំងព្រះអង្គឲ្យយើងយកចិត្តល្អបរិសុទ្ធទៅព្យាបាលចិត្តសៅហ្មងដោយវិធីប្រការណាព្រះអង្គបញ្ជាក់ពីវិធីសាស្ត្រដែលត្រូវធ្វើនឹងសំខាន់ណាស់ទាំងដែលយើងត្រូវតែអនុវត្តតាមព្រះអង្គសម្ដែងយើងខ្ញុំបានធ្លាប់លើកមកហើយតែបញ្ជាក់កន្លែងនេះដើម្បីឲ្យសង្កត់ធ្ងន់ថាត្រូវព្យាបាលចិត្តដោយវិធីណាដោយរបៀបណាហើយការដែលព្យាបាលចិត្តព្យាយាមតស៊ូអត់ធ្មត់ដែលមានឆន្ទៈមុះមុតមិនដាក់ទរៈចុះនោះព្រះអនន្តបានប្រាប់ជាមួយមហានាមហើយថាទី1ជាអ្នកបរិបូរដោយសិលទី2ជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រីទាំងឡាយទី3ស្គាល់ប្រមាណក្នុងភោជនទី4ជាអ្នកប្រកបដោយការភ្ញាក់រលឹកទី5ជាអ្នកប្រកបដោយសប្បុរសធម៌ទាំង7ប្រការអ្នកដែលមានធម៌ដូចខាងលើនេះព្រះអនន្តបានបញ្ជាក់ហើយជាអ្នកបានដោយប្រាថ្នានៅឈានទាំង4ដែលអាស្រ័យដោយចិត្តដ៏ថ្លៃថ្លាជាហេតុកិរិយានៅសេចក្តីសុខនៅជាសុខក្នុងបច្ចុប្បន្នដែលយើងចង់បានសេចក្តីសុខបច្ចុប្បន្នសុខប្រលោកនិងសុខព្រះនិព្វានបានអញ្ចឹងសិលយ៉ាងណាបរិបូរយ៉ាងណាសមាទានយ៉ាងម៉េចយ៉ាងម៉ានោះយើងបានដឹងច្បាស់ជាបន្តហើយខ្ញុំមិនបាច់លំអិតទៀតទេតែខ្ញុំគ្រាន់តែសម្ដៅទៅលើភាពដែលត្រូវដឹងស៊ីជម្រៅបន្តទៀតចាឯការស៊ីជម្រៅទៅក្នុងសិលសមាធិបញ្ញាគឺជាការយល់ឲ្យបានត្រូវនៅក្នុងវិសុទ្ធិមគ្គវិសុទ្ធិប្រែថាសេចក្តីបរិសុទ្ធការដែលអត់មានមន្ទិលសៅមងអ្វីទេហើយវិសុទ្ធិមគ្គនេះចង់សម្ដៅទៅលើផ្លូវដ៏បរិសុទ្ធមានន័យថាផ្លូវដែលប្រកបដោយសេចក្តីបរិសុទ្ធស្អាតផូរផង់ជាផ្លូវប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខហើយផ្លូវដើម្បីប្រព្រឹត្តទៅរួចផុតចាកទុក្ខនេះព្រះអង្គសង្ខេបមកគឺសិលសមាធិបញ្ញាអញ្ចឹងខណៈដែលសមាទានប្រតិបត្តិសិលសមាធិបញ្ញាឈ្មោះថាការព្យាបាលចិត្តរួចប្រឆាំងកិលេសក្រោកគ្រៀតកិលេសកដានិងអនុស្ស័យកិលេសអញ្ចឹងធ្វើដូចម្ដេចទៅសូមបញ្ជាក់ឡើងវិញម្ដងទៀតឲ្យដឹងថាធ្វើដូចម្ដេចទៅដើម្បីឲ្យបានស្អាតបរិសុទ្ធទាំងផ្នែកសិលទាំងផ្នែកសមាធិទាំងផ្នែកបញ្ញាវិបស្សនានេះព្រោះយើងធ្លាប់បានសិក្សាហើយព្រះអង្គទ្រង់សម្ដែងញឹកញាប់ហើយយើងក៏ត្រូវតែសិក្សាហើយសិក្សាទៀតប្រតិបត្តិហើយប្រតិបត្តិទៀតដើម្បីឲ្យយល់ពិតប្រាកដនៃទិសដៅដែលយើងត្រូវទៅវិសុទ្ធិមគ្គនេះជាផ្លូវដ៏ល្អត្រឹមត្រូវត្រង់បរិសុទ្ធចង្អុលសត្វលោកឲ្យទៅដល់ទិសដៅគឺរួចផុតចាកទុក្ខនឹងឯងមានន័យថាបានសេចក្តីសុខពីជាតិនេះសុខនៅក្នុងសិលសុខនៅក្នុងសមាធិសុខក្នុងវិបស្សនា
សុខនៅក្នុងនិរោធគឺសុខនៅក្នុងព្រះនិព្វាននឹងចំពោះអ្នកដែលប្រាថ្នាទៅកាន់ទីរំលត់ទុក្ខប៉ុន្តែបើគេមិនប្រាថ្នាទៅកាន់ទីរំលត់ទុក្ខនោះគេក៏អាចរកសេចក្តីសុខឃើញនៅក្នុងលោកនេះដែរតាមអរិយមគ្គអង្គ8มันអាចចោលបានទេទាំងចង់បានសេចក្តីសុខក្នុងលោកនេះក្នុងមនុស្សលោកឬទេវលោកដើម្បីវាចាអបាយមុខអបាយភូមិធាតុនរកប្រែដេរឆានសុរកាយត្រូវតែប្រព្រឹត្តតាមអរិយមគ្គអង្គ8នេះឯងការប្រព្រឹត្តក្នុងអរិយមគ្គអង្គ8បានវាអាស្រ័យទៅលើអីទៀតអាស្រ័យយើងយកចិត្តទុកដាក់ក្នុងការលះបង់ចិញ្ចាពួកខណៈនឹងចំពោះអ្នកដែលទៅប្រាថ្នាទៅព្រះនិព្វានទេណាយ៉ាងបញ្ជាក់ជូនឲ្យហើយអ្នកនៅក្នុងលោកនេះក៏បានសុខដែរចាព្រោះថាវិសុទ្ធិនេះចង់សំដៅទៅលើការដែលបរិសុទ្ធប្រឆាគ្រឿងសែងមងឥតមិនមន្ទិលទេដែលធ្វើឲ្យអីឲ្យចិត្តនេះបរិសុទ្ធដែរបាននេះថាវិសុទ្ធិចិត្តនេះជាចិត្តដែលឥតមិនមន្ទិលជាចិត្តឥតមានសែងមងជាចិត្តស្អាតដែលនាំឲ្យបានអីទេវិសុទ្ធិញ្ញាណទស្សនៈណាវិសុទ្ធិញ្ញាណនេះគឺបរិសុទ្ធដោយអីជាអ្នកដែលបរិសុទ្ធដោយញាណទស្សនៈគឺសពយុត្តញាណដោយព្រះពុទ្ធចម្ចាស់បានត្រាស់ដឹងនឹងឯងនឹងផ្លូវដ៏វិសេសវិសាលដែលវិសុទ្ធិនឹងគឺថាវាល្អវិសេសប៉ុណ្ណាទៅអ្នកដែលមានវិសុទ្ធិក្នុងសន្តានចិត្តគេតែងបរិសុទ្ធជាអ្នកស្អាតប្រឆាឧបកិលេសទាំងឡាយនោះឯងហើយដែលអាចប្រឆាបានវាអាស្រ័យទៅលើអីទៅលើដែលជឿជាក់ទៅអង្គសម្ដែងថាឲ្យមានវិវេក3ណាលោកអ្នកដែលប្រាថ្នាទៅកាន់ទីរំលត់ទុក្ខនោះដើម្បីបានសិលបរិសុទ្ធសមាធិបរិសុទ្ធវិបស្សនាបរិសុទ្ធត្រូវប្រព្រឹត្តទៅក្នុងវិវេកទាំង3ព្រះអង្គបញ្ជាក់ហើយណាក្នុងបត្រៃដកបញ្ជាក់ច្បាស់ណាស់វិវេកទាំង3មានអីខ្លះទៅវិវេកទាំង3មួយកាយវិវេកណាវិវេកនឹងប្រែថាសេចក្តីស្ងប់ស្ងាត់ចាក់អារម្មណ៍ដែលជាគ្រឿងសែងមងឬក៏ពិចារណាឃើញសេចក្តីពិតបញ្ជាក់ថែមណាស្ងាត់ចាក់អារម្មណ៍ដែលជាសែងមងដែលជាគ្រឿងសែងមងនឹងអីពិចារណាឃើញការពិតតែស្ងាត់ទៅបានពិចារណាឃើញការពិតបើវឹកវរអត់ទេមានន័យថាការដែលចូលទៅនៅទីស្ងាត់ដើម្បីបំពេញសេចក្តីព្យាយាមខាងធម៌ឲ្យកាន់តែខ្ពស់ឲ្យកាន់តែរុងរឿងឲ្យកាន់តែវិសេសទៅមិនត្រូវស្ងប់ស្ងាត់ដើម្បីតែទៅធ្វើអីខុសពីអីពីអរិយមគ្គអង្គ8ទេណាតែស្ងាត់មែនតែប្រព្រឹត្តទៅដើម្បីប្រះចាកស្ងប់ស្ងាត់នៃសេចក្តីសៅមងជាគ្រឿងសៅមងរបស់ចិត្តដើម្បីពិចារណាឲ្យឃើញការពិតហើយឲ្យឃើញតម្លៃនៃការចូលទៅទីស្ងាត់ដើម្បីបំពេញសេចក្តីព្យាយាមខាងផ្លូវធម៌ណាមិនព្យាយាមខាងអធម៌ទេណាព្យាយាមខាងផ្លូវធម៌ឲ្យខ្ពស់ឡើងឲ្យរួយតាមលំដាប់នឹងវិវេកមានន័យអញ្ចឹងវិវេកមានន័យអញ្ចឹងវិវេកមាន3គឺកាយវិវេក1កាយវិវេកសេចក្តីស្ងប់ស្ងាត់កាយបានដល់ការនៅទីស្ងាត់អញ្ចឹងកាយទៅនៅទីស្ងាត់ដើម្បីអីដើម្បីព្យាយាមខាងផ្លូវធម៌ឲ្យកាន់តែខ្ពស់ទៅផ្លូវធម៌គឺស្អីគឺពោធិបក្ខយធម៌ទាំង37ប្រការជាធម៌ត្រាស់ដឹងនិងចំបញ្ចប់បូកសុរៈសង្ខេបមកវិញសិលសមាធិបញ្ញាអញ្ចឹងកាយទៅរកទីស្ងប់ស្ងាត់ដើម្បីអីស្ងប់ចាក់អីអារម្មណ៍កម្មគុណ5នឹងឯងស្ងប់ចាក់អកុសលធម៌ទាំងឡាយឯងអត់ទៅធ្វើអីផ្ដេសផ្ដាស់ទៀតទេគឺកាយអត់ទៅបាក់ពួកគណៈច្បោកច្បល់ជ្រួលច្បល់ទៅណាទៅណីអីទៅណាទៅណីយល់ខុសអីអត់ទេទាំងចឹងទី2គឺចិត្តវិវេកសំដៅទៅលើសេចក្តីស្ងប់ស្ងាត់ចិត្តស្ងប់ស្ងាត់ចិត្តយ៉ាងម៉េចទៅស្ងប់ស្ងាត់ចិត្តបានដល់ចិត្តដែលប្រព្រឹត្តទៅនៅក្នុងសមាធិនេះឯងណាចិត្តដែលប្រព្រឹត្តទៅក្នុងសមាធិនេះឯងធ្វើឲ្យចិត្តនេះភ្លឺថ្លាចិត្តនេះប្រះចាកគ្រឿងសែងមងគឺភ្លឺថ្លាទាំងតែភ្លឺថ្លាហើយជាហេតុនាំឲ្យកើតបញ្ញាហើយទី3ឧបតិវិវេកស្ងប់ឧបតិនឹងមានន័យថាម៉េចទៅបានដល់ការរួចផុតពីភាវៈអីណាពីភាវៈឬក៏សុភាវៈធម៌ដែលជាអបាយនាំឲ្យអីនាំឲ្យប្រះចាកកិលេសទាំងពួងសំដៅលើការស្ងប់ស្ងាត់កិលេសអស់រលីងតែម្ដងអញ្ចឹងវិវេក3នេះសង្ខេបមកនៅក្នុងអីកាយវិវេកនៅក្នុងសិលចិត្តវិវេកក្នុងសមាធិឧបតិវិវេកនៅក្នុងវិបស្សនាហើយគេនេះធម៌តែឧបការៈឲ្យគ្នាតអញ្ចឹងណាអញ្ចឹងបើក្នុងគណៈដែលរកទីស្ងាត់ប្រព្រឹត្តហ្នឹងមិនមែនប្រព្រឹត្តដើម្បីតែសមាធិមួយមុខទេឲ្យយល់ណា3នឹងឧបការៈឲ្យគ្នាកាយវិវេកចិត្តវិវេកឧបតិវិវេកស្ងប់ស្ងាត់កា
កាយវិវេកសំដៅទៅលើសិលចិត្តវិវេកសំដៅទៅលើសមាធិឧបធិវិវេកសំដៅទៅលើវិបស្សនាបញ្ញាចឹងបើក្នុងគណៈដែលបានបំពេញវិវេកទាំង3នេះបរិបូរណ៍ហើយនឹងឯងដែលធ្វើឲ្យចិត្តតាំងមាំក្នុងអារម្មណ៍មូលតែមួយនឹងឯងដែលលែងតាក់តែងសង្ខារធម៌តទៅទៀតប្រព្រឹត្តទៅដើម្បីព្រះនិព្វានគឺប្រព្រឹត្តទៅដើម្បីវិសង្ខារវិសង្ខារមានន័យថាម៉េចគឺធម៌ដែលប្រឆាចការតាក់តែងធម៌មិនមែនជាសង្ខារធម៌បានដល់អីបានដល់ព្រះនិព្វានយល់ឲ្យច្បាស់ចំពោះអ្នកដែលទៅព្រះនិព្វានចឹងក្នុងគណៈដែលអាចទៅដល់ព្រះនិព្វានបានវាត្រូវប្រតិបត្តិដើម្បីលះកិលេសទាំង3ហ្នឹងសិនថ្នាក់ដើមគ្រូគ្រាថ្នាក់កណ្ដាលថ្នាក់ចុងវិបស្សនាលះបានហ្នឹងឯងបានទៅឈានទៅដល់វិមុតតិនឹងយល់ឲ្យច្បាស់ទេណាតាមលំដាប់លំដោយចឹងឯងដែលព្រះអង្គសម្ដែងចាបើស្ងប់កាយក៏ស្ងប់ចិត្តក៏ស្ងប់កិលេសអស់ហើយរួចផុតពីសភាវៈដែលអាក្រក់ទាំងឡាយគឺហៅថាកិលេសទាំងពួងនឹងហើយមេខ្លោងធំគឺស្អីលោភៈទោសៈមោហៈនឹងសង្ខេបមកឧបកិលេសទាំង16នឹងចូលមកនៅក្នុងហ្នឹងចឹងបើលោកអាចប្រព្រឹត្តប្រតិបត្តិសន្សំពីមួយជាតិបន្តិចនឹងឯងវាឧបការៈឈានទៅដល់វិមុតតិដែលយើងតែនិយាយថាបានវិជានឹងវិមុតហ្នឹងណាចង់ទៅក្រោយហ្នឹងណាចុះវិមុតនឹងមានន័យថាម៉េចទៅណាពាក្យថាវិមុតនឹងមានន័យថាម៉េចនឹងសំខាន់ណាស់ដែលយើងត្រូវចេះត្រូវដឹងហើយប្រតិបត្តិដោយចំទិសដៅហ្នឹងវិមុតប្រែថារួចស្រឡះឬក៏រួចផុតស្រឡះឬក៏មានអិសរភាពផុតស្រឡះពីអីផុតស្រឡះពីគុករបស់មាពីវិស័យមាចិត្តរួចស្រឡះពីអីពីកិលេសមានឹងមកចំមាឧបកិលេសទាំងឡាយមានអិសរភាពយ៉ាងម៉េចអត់នៅក្នុងគុករបស់មាទៀតទេអត់នៅក្នុងគុកអត់ចិញ្ចឹមរបស់មាទៀតទេហើយអ្នកដែលយើងធ្វើឲ្យយើងរួចផុតពីគុករបស់មាគឺអ្វីសិលសមាធិបញ្ញានេះឯងចឹងឧបការៈពីអីអត់អាចចោលបានទេសិលសមាធិបញ្ញាឧបការៈពីទាបទៅខ្ពស់ពីតិចទៅច្រើនទំរំដល់វិមុតរួចផុតស្រឡះទាំងពួងដែលព្រះអង្គសម្ដែងថាវិមុតតិចិត្តហ្នឹងណាវិមុតតិចិត្តគឺចិត្តដែលផុតស្រឡះចាក់សេចក្តីសៅមកវិមុតតិចិត្តនេះសំដៅទៅលើចិត្តជាលោកតរៈជាចិត្តថ្នាក់ខ្ពស់បំផុតដែលមានចិត្តរួចពីគ្រឿងសៅមកតាមលំដាប់ពីសិលសមាធិបញ្ញាតាមលំដាប់លំអបត់ដើមបត់កណ្ដាលបត់ចុងនឹងចាំទេណាលំអបត់ដើមគឺសិលលំអបត់កណ្ដាលគឺសមាធិលំអបត់ចុងគឺវិបស្សនាអញ្ចឹងវិមុតនេះឯងអាចរួចផុតបានពីការព្យាយាមសន្សំពីលោកយៈទៅលោកតរៈទាំង3នឹងឯងចាវិសុទ្ធិដែលយើងហៅថាវិសុទ្ធិមគ្គហ្នឹងគឺមគ្គដ៏ប្រសើរមាន3នឹងសំខាន់ចឹងក្នុងគណៈដែលចិត្តនេះរួចស្រឡះចាក់ណាចិត្តដែលរួចស្រឡះចាក់ពីគុករបស់មាហើយរួចផុតពីវិស័យមាហើយមានន័យថាជាចិត្តស្អាតផូរផង់ឬមានអិសរភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅក្នុងលំនៅព្រះពុទ្ធជាម្ចាស់ចាអញ្ចឹងគណៈដែលយើងបានសិក្សាយើងបានយល់ឲ្យច្បាស់ថាចិត្តដែលរួចស្រឡះដោយសារអីដោយសារសិលគេកម្ចាត់កិលេសគ្រោកគ្រាតសមាធិកម្ចាត់កិលេសក្តារវិបស្សនាកម្ចាត់អនុស័យឯងមកចិត្តផុតស្រឡះបានមានអិសរភាពគ្រប់គ្រាន់ក្នុងការស្ថិតនៅក្នុងលំនៅព្រះពុទ្ធជាម្ចាស់អត់មានក្រោមអំណាចមាទៀតទេបើយើងនៅក្នុងវិស័យកាមគុណ5នោះជាអំណាចរបស់មាហើយអញ្ចឹងយើងយល់ឲ្យច្បាស់អំពីវិមុតនេះដើម្បីអីដើម្បីប្រតិបត្តិឲ្យបានត្រឹមត្រូវតាមពុទ្ធវចនៈព្រះអង្គសម្ដែងកុំឲ្យដើរខុសផ្លូវទេណាជួនកាលយើងដើរត្រង់ផ្លូវដំបូងទីពាក់កណ្ដាលវាទៅដល់ចំកាន់ទៅវាថែមទៀតតែម្ដងដោយសារការដែលយើងអត់បានដឹងច្បាស់នឹងឯងអញ្ចឹងចិត្តដែលខ្ពស់ឯងដែលរួចផុតចាកកិលេសឧបកិលេសជាគ្រឿងសាមញ្ញចិត្តនឹងឯងតែព្រះអង្គបានចែកជា2ណាវិមុតនឹងចែកជា2យល់ឲ្យច្បាស់វិមុតចែកជា2ចេតោវិមុតនិងបញ្ញាវិមុតចេតោវិមុតមានន័យថារួចស្រឡះដោយអំណាចនៃការពុតចិត្តឲ្យបានល្អពុតចិត្តឲ្យត្រង់ទៅតាមផ្លូវរិយម8ឲ្យស្អាតផូរផង់ជាវសិទ្ធិនៅក្នុងការសមាធិនេះឯងសមាធិជាហេតុវិបស្សនាជាផលអញ្ចឹងក្នុងគណៈដែលអប់រំចិត្តឲ្យស្អាតផូរផង់ដោយសមាធិនេះព្រោះអីព្រោះអង្គឈានទាំង5គេកម្ចាត់និរណធម៌ដែលជាអាហាររបស់អវិជ្ជាដាច់ហើយអ្នកដាច់ជាសមុច្ឆេទហើយបញ្ញាវិមុតចេតវិមុតទីនេះចង់ន័យថាជាលោកត្រៈហើយចឹងចេតវិមុតនេះមានអំណាចដ៏ខ្លាំងក្លាដើម្បីកម្ចាត់អវិជ្ជាចេញពីសន្តានចិត្ត
ធ្វើឲ្យចិត្តនេះភ្លឺថ្លាបរិសុទ្ធចាំពេកនឹងឲ្យច្បាស់ណាភ្លឺថ្លាបរិសុទ្ធផូរផង់នឹងព្រះអង្គសម្ដែងច្បាស់ពាក្យនឹងកំចោលឲ្យសោះយើងសង្កេតមើលតើចិត្តភ្លឺថ្លាផូរផង់គ្មានសៅមងគ្មានគ្រឿងសៅមងនៃចិត្តគឺគ្មានការរំខានពីនិរណធម៌5គ្មានការរំខានពីអកុសលធម៌ទាំងឡាយចឹងក្នុងគណៈដែលអត់រំខានហ្នឹងយើងសន្សំពីតិចទៅនេះបច្ចុប្បន្ននេះយើងសន្សំបានម្ដងតិច10នាទី5-10នាទីឬកន្លះម៉ោងឈានរត់ដល់តែ1ម៉ោង2ម៉ោងនឹងយើងសន្សំពូជបញ្ញាឲ្យព្រោះអីព្រោះព្រះអង្គសម្ដែងថាឈាននៅទីណាបញ្ញានៅទីនោះអញ្ចឹងពេលដែលចិត្តភ្លឺថ្លានេះឯងជាឱកាសឲ្យបញ្ញាកើតមកពីអីព្រះអង្គសម្ដែងថាសមាធិជាហេតុវិបស្សនាជាផលកុំកាត់ផ្ដាច់ណាចេតវិមុតនិងបញ្ញាវិមុតអត់កាត់ផ្ដាច់គ្នាបានទេបញ្ជាក់ជូនអស់ហើយអ្នកខ្លះយល់ច្រឡំចំណុចនឹងឯងតែវាទៅចប់នឹងវិបស្សនាកលេស10នោះព្រះអង្គសម្ដែងថាសិលសមាធិបញ្ញាអញ្ចឹងសមាធិនេះជាហេតុឲ្យវិបស្សនាកើតឡើងអញ្ចឹងសមាធិនេះឯងគេកំចាត់អវិជ្ជាគឺកំចាត់លោភៈទោសៈមោហៈនេះយល់ឲ្យច្បាស់ទេណាពិចារណាឲ្យច្បាស់ណាកុំច្រឡំព្រះអង្គសម្ដែងនិមនធម៌5ហ្នឹងសរុបមកគឺមានអីណាមោហៈនៅកន្លែងណាអវិជ្ជានៅកន្លែងណានៅកន្លែងអីដឹងអត់នៅក្នុងឋានមិទ្ធៈនៅក្នុងវិជេកច្ឆានៅក្នុងឧត្តចកបច្ចៈដល់លោភៈនៅណាក្នុងកាមឆន្ទៈដល់ទោសៈនៅណានៅព្យាបាទៈចឹងយល់ឲ្យច្បាស់ថាអង្គជាតិទាំង5គេដើរតួកំចាត់និរណធម៌5គឺកំចាត់លោភៈទោសៈមោហៈនឹងឯងបើគេកំចាត់ដាច់ជាសមុច្ឆេទហើយបញ្ញានេះឯងណាដែលអាចមានកម្លាំងខ្លាំងក្លាកាន់តែមុះមុតអាចចាក់ធ្លុះអរិយសច្ចធម៌បាននឹងព្រះអង្គសម្ដែងតាមលំដាប់ខ្ញុំបានលើកឡើងហើយកន្លងមកច្រើនដងហើយណាបើចិត្តមិនភ្លឺថ្លាទេព្រះអង្គប្រៀបធម៌ដូចជាទឹកថ្លាស្អាតនៅលើភ្នំអញ្ចឹងណាវាអត់មានល្អកកអត់មានបាំងចោលអត់មានសរាយអីពីលើទេព្រោះសមាធិបានកំចាត់ហើយអាចមើលទៅក្នុងអាងនឹងបានដោយឃើញត្រីឃើញក្រុមឃើញខ្យងអីបានដោយសារតែសមាធិគេដើរតួកំចាត់គ្រឿងសៅមងនៃចិត្តអស់ហើយអញ្ចឹងគ្រឿងសៅមងនៃចិត្តនេះអស់ពេលណាប្រហែលនាទីបញ្ញាគេកើតប៉ុណ្ណឹងនាទីសន្សំម្ដងតិចជាមួយគ្នានឹងឯងអត់មានទៅណាឆ្ងាយពីគ្នាជាប់ចំណេញឲ្យព្រះអង្គសម្ដែងថាសមាធិណាសមាធិដែលរាប់អប់រំដោយសិលរមែងមានផលច្រើនអានិសង្សច្រើនចាំពាក្យនឹងឲ្យច្បាស់សមាធិដែលអប់រំដោយសិលរមែងមានផលច្រើនអានិសង្សច្រើនបញ្ញាដែលអប់រំដោយសមាធិរមែងមានផលច្រើនអានិសង្សច្រើនចាំមកទេណាបញ្ញាដែលអប់រំដោយសមាធិរមែងមានផលច្រើនអានិសង្សច្រើនចិត្តដែលអប់រំដោយបញ្ញារមែងរួចផុតអសុភៈចិត្តដែលអប់រំដោយបញ្ញារមែងរួចផុតអសុភៈរួចផុតអញ្ចឹងរួចផុតតគ្នាមែនទេព្រះអង្គសម្ដែងនឹងទៅឧបការៈហេតុផលឲ្យគ្នារហូតអញ្ចឹងចិត្តនេះគេអប់រំដោយបញ្ញាដើម្បីឲ្យព្រោះបញ្ញាចាក់ធ្លុះឃើញអីអរិយសច្ចធម៌4នោះសមាធិជាជើងត្រនោះជាហេតុចិត្តឲ្យវិបស្សនាបញ្ញាចាក់ធ្លុះអរិយសច្ចធម៌4ស្អីគេទុក្ខសច្ចសមុទយសច្ចមែនទេមគ្គសច្ចនិរោធសច្ចអញ្ចឹងយល់ឲ្យច្បាស់ចំណុចហ្នឹងទាំងយល់ឲ្យច្បាស់ពីមុត2នេះអត់ចែកដាច់ពីគ្នាបានទេព្រះអង្គសម្ដែងថាសមាធិនិងវិបស្សនាជាធម៌គូនឹងគ្នាមិនអាចកន្លងគ្នាបានជាធម៌គូនឹងគ្នាមិនអាចកន្លងគ្នាបានប្រព្រឹត្តទៅដើម្បីអីដើម្បីបានវិមុតញ្ញទស្សនៈវិមុតញ្ញទស្សនៈប្រែថាម៉េចប្រាជ្ញាដែលដឹងឃើញវិមុតនោះឃើញការរួចផុតនោះឬក៏ប្រាជ្ញាដែលនាំឲ្យផុតស្រឡះចាក់គ្រឿងសាមងនៃចិត្តចឹងគ្រឿងសាមងនៃចិត្តមានអីឧបកិលេសអ្នកណាកំចាត់គ្រឿងសាមងនៃចិត្តគឺសមាធិនេះយល់ឲ្យច្បាស់ណាអញ្ចឹងដើម្បីបានទៅដល់វិមោកណាវិមុតនឹងមានន័យថាវិមោកនឹងឯងវិមុតគឺសេចក្តីសុខវិមុតតសុខហ្នឹងគឺសុខកើតអំពីវិមុតណាវិមុតតសុខហ្នឹងគឺសុខដែលកើតអំពីវិមុតនឹងអីរួចផុតស្រឡះវិមុតឬវិមោកនឹងឯងអញ្ចឹងផុតស្រឡះអីផុតស្រឡះចាក់កិលេសសំដៅលើអីសំដៅលើវិមោកធម៌ធម៌ដែលនាំឲ្យរួចស្រឡះចាក់គ្រឿងសៅមងនៃចិត្តគឺព្រះនិព្វាននឹងឯងនឹងយល់អត្ថន័យឲ្យច្បាស់ទេណាយល់អត្ថន័យឲ្យច្បាស់
ដើម្បីយើងប្រតិបត្តិកុំឲ្យខុសទាំងកុំចេះតែជឿគេទៅណាទៅណីខុសពុទ្ធសាសនាខុសពីអរិយមួយអង្គ8ទាំងប្រឹងប្រែងទៅបំណាច់នឹងយើងសន្សំពូជសឹកពូជក្នុងវិសុទ្ធិមគ្គក៏ដូចជាពូជនៅក្នុងសិលសមាធិបញ្ញាកុំឲ្យទៅតែខាងដើមហើយទៅកដាលខុសទៅចំខុសទានសិលភាវនានឹងយើងទៅឲ្យត្រូវដើម្បីឧបការៈដល់សិលសមាធិបញ្ញានេះទៅឲ្យត្រូវណាកុំឲ្យខុសចឹងយើងខ្ញុំនឹងលើកបន្តិចត្រួសទេវិសុទ្ធិសិលវិសុទ្ធិនៅឯណាយើងមើលវិសុទ្ធិនៅក្នុងសិលហើយសិលបានប្រាប់អស់ហើយតែខ្ញុំលើកខ្លីតិចទេណាចាចឹងអត្តន័យសិលមានន័យថាម៉េចទៅយើងសិក្សាអំពីសិលហៅថាសិលវិសុទ្ធិសិលវិសុទ្ធិគឺសេចក្តីបរិសុទ្ធនៃសិលឬការរក្សាសិលឲ្យបរិសុទ្ធនោះកុំឲ្យសៅមងប្រព្រឹត្តប្រពេលដាច់ធ្លុះទីណាត់ទីណែងណាហើយសំដៅទៅលើចិត្តផងដែរមិនសំដៅតែសិក្ខាបទទេណាសិលវិសុទ្ធិនេះសំដៅទាំងចិត្តចាគឺសមាទានសិក្ខាបទគ្រប់គ្រងសិក្ខាបទនឹងឲ្យបានល្អហើយគ្រប់គ្រងចិត្តផងកុំឲ្យប្រកបដោយលោភៈទោសៈកុំឲ្យសិលនឹងខ្ញុំតណ្ហានឹងទិដ្ឋិព្រះអង្គបញ្ជាក់ណាសិលកុំឲ្យសិលនឹងខ្ញុំតណ្ហានឹងទិដ្ឋិអញ្ចឹងសិលនេះគឺយើងត្រូវរក្សាឲ្យបានចាកុំឲ្យមានសិលវិបត្តិណាសិលវិបត្តិបានន័យថាវិន័យសិលឬក៏ដាច់សិលឬក៏ខូចចរិយាមយាទសម្ដាប់ធ្នាប់ពិសេសពីខុសសង្ឃនោះកុំឲ្យត្រូវគរុការបាត់បានដល់អាបត្តិប្រាជិកឬសង្ឃេតិសេសបើអាបត្តិតូចតាចសំដែងដាច់សំដែងបានអត់អីទេតែអាបត្តិធំណាតែវិន័យដាច់សិលហើយខូចសិលហើយពីខុសហ្នឹងគឺសំដៅលើគរុការបាត់ហើយគរុហ្នឹងគឺធំគរុការបាត់ហ្នឹងបានដល់អាបត្តិប្រាជិកឬក៏សង្ឃេតិសេសអញ្ចឹងសិលសម្បទាហ្នឹងជាសិលឡើងម៉េចឬក៏សិលសម្បត្តិហ្នឹងមានន័យថាម៉េចទៅសិលសម្បត្តិឬសិលសម្បទាហ្នឹងបានន័យសំដៅទៅលើការបរិបូរដោយសិលការចប់សិលការដល់ព្រមដោយសិលណាដល់ព្រមដោយសិលហើយសិលហ្នឹងយើងធ្វើយ៉ាងណារក្សាឲ្យបានកុំទៅជាប់ជាពាក់ជាមួយអីសិលពតបរមសៈប្រយ័ត្នទៅជាប់នឹងសិលពតបរមសៈជាសិលដែលប្រព្រឹត្តទៅដើម្បីជាប់នៅក្នុងភពនេះហើយធ្វើឲ្យវិបត្តិចាកសិលទៀតសិលពតបរមសៈសំដៅទៅលើការស្ទាបស្ទង់ប្រយុងចិត្តទៅរកសិលវត្តផ្សេងវត្តគឺប្រតិបត្តិណាប្រតិបត្តិទៅតាមគ្រូអាចារ្យឬនិកាយណានៃផ្សេងទៅក្រៅពីពុទ្ធសាសនានឹងសត្តាលោកលះសិលពតប្រាមសៈលះវិជិកិច្ឆាលះសកាយិទ្ធិអីហ្នឹងអញ្ចឹងយើងព្យាយាមទៅព្យាយាមលះទាំង3នឹងដែរព្រោះអីព្រោះធ្វើដំណើរសន្សំពូជបុណ្យកុសលយូរទៅចេញពីបឋិជនទៅកល្យាណបឋិជនចេញពីកល្យាណបឋិជនទៅសោតាបណបុគ្គលអញ្ចឹងយើងសន្សំពីទាបទៅខ្ពស់ពីតិចទៅច្រើនឲ្យត្រូវតាមនឹងបានន័យថាសិលយើងរក្សាសិលលះសិលពតប្រាមសៈចេញអត់មានតែជាប់ជាពាក់នឹងទេណារក្សាសិលរក្សាចរិយាមយិត្តរក្សាគុណធម៌របស់យើងនៅក្នុងសិលឲ្យបានព្រោះសិលនឹងជាសម្បត្តិខ្លាំងជាងគេណាតែសម្បត្តិខ្ពស់ជាងសម្បត្តិស្ដេចចក្រទៀតណាព្រោះបើដាច់សិលហើយសម្បត្តិអាចអត់មានប្រវត្តិទៅធ្លាក់នរកប្រែតទេរឆានអសូរកាយបានសម្បត្តិពីណាទៅទៀតអញ្ចឹងសិលមានសារៈប្រយោជន៍ណាស់ហើយព្រះអង្គប្រៀបដូចជាណាព្រះអង្គមានប្រៀបធៀបថាសិលនឹងប្រៀបដូចជាក្បាលមនុស្សដាច់ក្បាលលេងទៅណាប្រៀបដូចជាកំពង់បចោះខុសកំពង់ហើយលេងទៅទៅត្រង់ដេកលងនៅក្នុងទឹកនឹងឯងណាព្រះអង្គប្រៀបធៀបច្រើនចឹងក្នុងនេះយើងចង់សម្ដៅសិលសំខាន់ទី1នោះអាចមានសិលបានតើមានស្អីខ្ញុំចង់បញ្ជាក់ជូនចំណុចនឹងបន្តិចឲ្យយើងដឹងថាដែលអាចសិលបានមកមានអីហើយហេតុអីបានមេត្តារបស់ព្រះអង្គជាពុទ្ធជាម្ចាស់ពេលដែលព្រះអង្គសម្ដែងពីមេត្តាព្រះអង្គសម្ដេចសមាទិដ្ឋិសមាសង្កបៈមុនតែដល់សង្គ្រោះព្រះអង្គដាក់សិលមុនហេតុអីធម៌ទាំងអស់មិនមែនព្រះអង្គចេះតែដាក់ទេណាវាមានការតំណាក់តំណងគ្នាព្រោះយើងត្រូវសន្សំពូជនេះក្នុងមួយជាតិបន្តិចក្នុងវដ្តសង្សារអញ្ចឹងហេតុទៅជាផលជាហេតុទៅជាផលជាហេតុនេះសមាទិដ្ឋិសមាសង្កបៈនឹងឯងជាហេតុឲ្យយើងបានខ្មាស់បាបខ្លាចបាបអីទាំងអស់នឹងឯងដែលយើងគិតត្រូវទាំងអស់នឹងឯងយល់ត្រូវនឹងឯងបានយើងចេះរក្សាសិលកើតចេះធ្វើទានបានចេះលះបង់ទ្រព្យសម្បត្តិធ្វើទានចេះរក្សាសិលបាននឹងព្រះអង្គដាក់បញ្ញាមុនហើយសមាធិក្រោយប៉ុន្តែដល់សង្គ្រោះព្រះអង្គដាក់សិលមុន
សមាធិឲ្យបានវិបស្សនាសមាធិកដាវិបស្សនាចឹងព្រោះអីព្រោះព្រះអង្គសម្ដែងថាសមាធិអប់រំដោយសិលរមែងមានផលច្រើនអានិសង្សច្រើននេះចាំពាក្យនោះច្បាស់ណាផលច្រើនអានិសង្សច្រើនគឺមានផលសម្រេចមានផលនិព្វានហ្នឹងឯងអត់មានផ្លូវណាក្រៅពីនឹងទៀតទេយល់ឲ្យច្បាស់ទៅចាំព្រះអង្គចាត់ថាសមាធិអប់រំដោយសិលរមែងមានផលច្រើនអានិសង្សច្រើនបញ្ញាដែលអប់រំដោយសមាធិរមែងបានផលច្រើនអានិសង្សច្រើនចិត្តដែលអប់រំដោយបញ្ញារមែងរួចអសវៈគឺបានវិមុតនឹងឯងអញ្ចឹងសមាធិអត់មានអប់រំនៅណាក្រៅពីក្នុងសិលទេគឺត្រូវចម្រើនសិលត្រូវសមាទានសិលត្រូវរក្សាសិលទើបសិលឧបការៈឲ្យសមាធិហើយបញ្ញាអត់មានទៅអប់រំណាក្រៅពីសមាធិទេណាអត់អប់រំណាក្រៅពីសមាធិព្រោះសមាធិជាហេតុវិបស្សនាជាផលចាំពាក្យនោះច្បាស់ចឹងព្រះអង្គសម្ដែងយ៉ាងម៉េចគឺអញ្ចឹងអញ្ចឹងបញ្ញាដែលអប់រំដោយសមាធិរមែងមកផលច្រើនអានិសង្សច្រើនមកពីអីមកពីសមាធិកម្ចាត់អវិជ្ជាបានចឹងបានបញ្ញាកើតបើសិនអវិជ្ជាគ្រប់សង្កត់ហើយមានកម្មឆន្ទៈពេញធឹងនៅក្នុងចិត្តហើយទៅរកវិបស្សនាណាឃើញទៅរកចាក់ធ្លុះណាឃើញមកបលអកអកផ្លូវចិត្តអស់ហើយអត់បរិសុទ្ធផ្លូវចិត្តផងហ្នឹងអញ្ចឹងហេតុផលចូលនេះអញ្ចឹងហេតុផលបាននេះតែម៉េចសមាធិជាហេតុឲ្យមានបញ្ញាជាផលហើយបញ្ញានេះឯងឧបការៈឲ្យអីឲ្យមានសិលកាន់តែបរិបូរណ៍ទៅឲ្យសមាធិកាន់តែបរិបូរណ៍ទៅបញ្ញាកាន់បរិបូរណ៍អញ្ចឹងរុញគ្នាទៅវិញទៅមកវិលជុំរហូតក្នុងវដ្តសង្សារតរំបានអីដើម្បីបានចាស់ខ្លាកុំចាប់បងអនុស័យខ្លះបានគឺឧបការៈតគ្នាអញ្ចឹងយើងចម្រើនសិលសមាធិបញ្ញាឲ្យសុបាយចិត្តទៅឲ្យចិត្តខ្លះរីករាយថានេះអាត្មាអញកំពុងសន្សំកុសលធម៌ពេលសមាធិក៏មានសិលក្នុងហ្នឹងពេលសមាធិក៏មានវិបស្សនាក្នុងហ្នឹងណាយល់ចំណុចហ្នឹងឲ្យមែនតែនទៅណាយល់ឲ្យមែនតែនទៅកុំឃ្លៀងឃ្លោងពីអរិយអង្គ3ទោះបីអ្នកណាគេថាបត្រៃបិដកវាខុសយ៉ាងម៉េចយ៉ាងម៉ាគេថាពាក្យទូលមានគេថែមថយយ៉ាងណាតែគោលធម៌នៅឡើយទេបើគេថែមថយបន្តិចបន្តួចបានប៉ុន្តែគោលធម៌អត់អាចថែមបានទេព្រោះអីព្រោះចកិច្ចប្រតិបត្តិដើម្បីរួចផុតចាកទៅអញ្ចឹងយើងក៏ប្រតិបត្តិតាមនឹងយើងដកពិសោធន៍តាមនឹងយើងឃើញផលត្រូវតាមនឹងហើយអញ្ចឹងយើងត្រូវតែជឿជាក់ថាគោលធម៌នៅអត់មានណាកែប្រែទេបើអាចខុសឆ្គងបន្តិចបន្តួចនៅក្នុងត្រៃដកអាចមានខ្លះមែនដោយសារអ្នកចងក្រងតាមក្រៅយ៉ាងណាយ៉ាងណីទៀតមិនមកដែលគេថាខុសមិនតែខ្ញុំអត់ទទួលស្គាល់ថាត្រៃដកខុសទាំងស្រុងទេទោះបីគេទៅស្អីណាអ្នកដល់ទៅស្អីក៏ដោយប៉ុន្តែគោលធម៌គឺពុទ្ធិបយធម៌ទាំង37ប្រការនិងអរិយមអង្គ8ដែលសង្ខេបពីក្នុងអីធម៌ទាំង 84000 បឋមខណ្ឌគឺគោលធម៌នៅឡើយហើយយើងប្រតិបត្តិផលត្រូវមែនយើងឃើញមានសេចក្តីសុខក្នុងទានសេចក្តីសុខក្នុងសិលសេចក្តីសុខក្នុងសមាធិសេចក្តីសុខក្នុងវិបស្សនាប្រកបជាមានយើងផលត្រូវហើយយើងជួបហើយយើងដឹងខ្លួនយើងហើយមិនបាច់ទៅជឿអ្នកណាទៀតទេជឿតាមព្រះអង្គទៅណាជឿតាមព្រះអង្គទៅហើយប្រតិបត្តិតាមនឹងទៅចាអញ្ចឹងយើងនឹងផ្អាកប៉ុណ្ណឹងនឹងសិក្សាបន្តទៀតចាខ្ញុំនឹងបញ្យល់ខ្លឹមសារទាំងនេះឲ្យបានយល់ហើយធ្វើទុកក្នុងចិត្តផ្ទៀងផ្ទាត់ក្នុងគម្ពីរបត្រៃបិដកទៅណាអរគុណសូមអនុមោទ